ពេលហ្មងចាវា100%វាមិនបានទេប៉ុន្តែវាបាន50%ឬទៅ70%ដែរថ្ងៃនេះកូនមើលមុនបងម៉ាក់ហ្នឹងថ្ងៃថ្ងៃនេះឃើញលេខចូលមើលមុនចាអញ្ចឹងអ្វីដែលសំខាន់ចាអ្វីដែលយើងគិតមើលថាដើរមកដល់ចំណុចនេះមកដល់ពេលវេលានេះពួកយើងអ្នកដែលរៀនច្បាប់ស្រុកទាញមកយូរហើយគឺដើរមកឆ្ងាយប៉ុន្តែអ្នកដែលទៅចូលរៀនថ្មីគឺអត់ទាន់ហូបពេលទេកុំគិតថាអូនតិចខ្ញុំរៀនក្រោយគេហូបពេលឬក៏ខ្ញុំរៀនមិនទាន់ជុលមិនទាន់ធ្វើបានតិចហូបពេលអត់ហូបពេលទេអ្វីដែលខ្ញុំនិយាយថាហូបពេលលើកលែងតែយើងលែងមានជីវិតនៅលើโลกនេះអាហ្នឹងហូបពេលតែឲ្យតែមានជីវិតនៅលើโลกនេះមិនថាកូនមិនថាបងប្អូនទៅចូលរៀនថ្មីមិនថាអ្នករៀនមកយូរហើយមិនថាអ្នកទាំងគ្នាអាយុក្មេងឬក៏ចាស់អាយុចិត្តជាងចូលរៀនច្បាប់ស្រុកទាញក៏អត់ហូបពេលដែរចាអត់ហូបពេលទេសម្រាប់យើងទាំងអស់គ្នាគឺអត់ហូបពេលទេចាអ្វីដែលហួសពេលគឺយើងមិនបានរស់នៅក្នុងโลกនេះអាហ្នឹងយើងទៅហើយយើងមិនដឹងថារៀនមិនទេតែបើយើងមានជីវិតនៅលើโลกនេះគឺយើងមានឱកាសក្នុងការរៀនក្នុងការប្រូក្រាមក្នុងការធ្វើអ្វីល្អជីវិតចាអញ្ចឹងអានេះខ្ញុំសូមលើកយកមេរៀនមួយដែលខ្ញុំបានបកស្រាយនៅក្នុង Telegram ហើយខ្ញុំបានផុសនៅក្នុងថ្ងៃហ្នឹងដែររៀនរស់នៅជាមួយនឹងការជឿឲ្យបានរាល់ថ្ងៃចាមនុស្សយើងម្នាក់ងើពីគេងឬក៏ដល់ពេលថ្ងៃឬក៏ដល់ពេលយប់ឬដល់ពេលស្មានហ្នឹងក៏ដោយគ្រប់រឿងយើងបានជួបពេលខ្លះល្អពេលខ្លះមិនល្អពេលខ្លះគេហៅថាជាអត់សមប្រកបដោយបំណងវាអាចជាខកបំណងរបស់យើងវាអត់បាន perfect ដល់អ្វីដែលយើងគិតឬក៏ថ្ងៃហ្នឹងមួយគឺមានអារម្មណ៍ថារឿងគ្រប់យ៉ាងល្អចូលមកក្នុងជីវិតបានរហូតហើយស្អែកឡើងស្រាប់តែមានរឿងខ្លះដែលចូលមកវាអត់ខកបំណងរបស់យើងវាធ្វើឲ្យយើងអត់សប្បាយចិត្តអញ្ចឹងណាអញ្ចឹងវាគឺជារឿងមួយរបស់ធម្មជាតិមិនថាកូនមិនថាខ្ញុំមិនថាអ្នកមានមហាសេដ្ឋីនៅក្នុងโลกទេគឺរឿងដែលមិនអាចសមប្រកបដោយបំណង 100% ទេប៉ុន្តែសម្រាប់ពួកយើងដែលជាមនុស្សច្បាប់ស្រុកទាញចាពួកយើងខ្ញុំនិយាយថាពួកយើងចោះពួកយើងជាមនុស្សច្បាប់ស្រុកទាញចាពួកយើងដែលជាអ្នកដែលបានរៀនច្បាប់ស្រុកទាញអ្នកដែលបានស្គាល់ពីចក្រវាលអ្នកដែលដឹងពីទំនៀមផែនដីឬក៏ទំនៀមធម្មជាតិគឺពួកយើងទាំងអស់គ្នានេះគឺអត់មានសិទ្ធិនៅក្នុងការត្រេះរិះពិចារណាចំពោះបញ្ហាដែលខ្លួនឯងបានជួបឬក៏អត់មានសិទ្ធិគិតរឿងដែលជារឿងដែលអត់ប្រយោជន៍ឲ្យជីវិតទេពួកយើងទាំងអស់គ្នាគឺដឹងរៀងខ្លួនចាដឹងណាពីមុនយើងអត់ដឹងចាពីមុនដែលយើងមិនទាន់ស្គាល់ច្បាប់ស្រុកទាញគឺសារយើងអត់ដឹងអញ្ចឹងដល់ពេលដែលយើងអត់ដឹងយើងមានសិទ្ធិចាយើងមានសិទ្ធិពេញលេញនៅក្នុងការគិតចាយើងមានសិទ្ធិពេញលេញនៅក្នុងការគិតមួយដែលធ្វើឲ្យយើងអាចដើរផ្លូវខុសឬក៏ផ្លូវត្រូវដាក់ដឹងខ្លួនតែពេលដែលយើងដើរមកដល់ចំណុចនេះតែខ្ញុំហ៊ាននិយាយថាពួកយើងមានន័យថាទាំងហ្វូងហ្មងចាគឺទាំងហ្វូងហ្មងប្រមូលទាំងអស់ហ្មងទាំងហ្វូងជាពិសេសអ្នកដែលចង់ផ្លាស់ប្ដូរជីវិតអ្នកដែលបានរៀនច្បាប់ស្រុកទាញអ្នកដែលបានស្គាល់ច្បាប់ស្រុកទាញគេហៅថាពួកយើងចាពួកយើងជាមនុស្សច្បាប់ស្រុកទាញនេះគឺយើងមិនបណ្ដោយខ្លួនឯងធ្លាក់ទៅក្នុងរឿងជាច្រើនដែលមិនសមប្រកបដោយបំណងយើងទេដូចព្រឹកមិញកូនម្នាក់គាត់បានសួរខ្ញុំថាម៉ែរឿងមួយនេះគឺកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំវាកើតឡើងវាធ្វើឲ្យខ្ញុំអត់មានកម្លាំងចង់ធ្វើការវាអត់មានកម្លាំងចង់រស់ស៊ីវាអត់មានកម្លាំងចង់ធ្វើអីទាំងអស់ចង់ពិបាកចិត្ត stress គិតអីអត់ចេញរយៈពេល3-4ថ្ងៃនេះអត់មានអារម្មណ៍ចង់ធ្វើអីទាំងអស់ចាអញ្ចឹងគាត់ក៏ចង់រកខុសដល់បំណុលអញ្ចឹងណាហើយខ្ញុំក៏ប្រាប់គាត់ថាកូនខុសទាំង live នៅក្នុងមេរៀនទាំងអស់គឺលុបទាំងអស់មិនមែនម៉ែអ្នកលុបទេគឺ Facebook អ្នកលុបទាំងអស់ចាអញ្ចឹងនៅក្នុងមេរៀនទាំងអស់មិនបាច់រកគឺអត់មានទេប៉ុន្តែនៅមាននៅក្នុង21ថ្ងៃដែលខ្ញុំដាក់ទៅហើយខ្ញុំបានបំពេញកិច្ចនេះរួចរាល់ហើយនៅថ្ងៃទី21គឺខ្ញុំចូលត live នៅក្នុងនឹងមួយថ្ងៃទៀតទេចាតែថ្ងៃទី22មានថ្ងៃទី22ប៉ុន្តែខ្ញុំនឹង live នៅពេលដែលខ្ញុំយកលទ្ធផលមួយឲ្យអ្នកទាំងអស់គ្នាមើលឃើញចាអញ្ចឹងខ្ញុំ live 21សិន live ឲ្យចប់មេរៀន21ថ្ងៃហើយថ្ងៃ22គឺខ្ញុំប្រកាសគ្រប់យ៉ាងឲ្យអ្នកទាំងអស់គ្នាដឹងថាលទ្ធផលចាជាលទ្ធផលដែលការសាងការសន្សំបន្ទុកចាធ្វើវាពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃរហូតដល់មានលទ្ធផលមួយអាជីវិតគឺថ្ងៃ22ខ្ញុំនឹងត live នៅក្នុងមេរៀន21ថ្ងៃហ្នឹងចាអញ្ចឹងបងប្អូនណាដែលគាត់អត់ទាន់បានចូលរៀន21ថ្ងៃអ្នកទាំងអស់គ្នាអាចចូលរៀនបានដែរចាព្រោះមានមេរៀនដែលល្អខ្ទិះខ្លឹមនៅក្នុងមេរៀននឹងឲ្យអ្នកទាំងអស់គ្នារៀនចាពីព្រោះអីមេរៀនរបស់ខ្ញុំមួយសិតតែខ្ញុំយកគ្រឹះច្បាប់ស្រុកទាញជាឫសគល់ជាថ្នាក់ដំបូងជាអ្វីគ្រប់យ៉ាងទាំងអស់នៃដើមទុននៃជីវិតហ្នឹងគឺយកដាក់ទៅក្នុង21ថ្ងៃទាំងអស់ហើយខ្ញុំអត់បាន live ទេដោយសារការ live ហ្នឹងវាអាចជាដូចអ្នកđangមើលឃើញស្រាប់ហើយគឺវាបាត់ចាឥឡូវពេកហ្នឹងខ្ញុំ live ចប់ខ្ញុំព្យាយាមថតទុកដើម្បីឲ្យខ្ញុំបានយកចូលទៅដាក់ក្នុង YouTube អញ្ចឹងណាដើម្បីឲ្យខ្ញុំទៅសារមេរៀនទាំងអស់នោះទុកទៅកុំឲ្យអ្នកទាំងគ្នាពេលមានបញ្ហានៅ Facebook អូរមេរៀនមើលឃើញអញ្ចឹងគឺព្យាយាមយកវីដេអូទៅក្នុង YouTube អញ្ចឹង21ថ្ងៃរបស់ខ្ញុំចាប់ខ្ញុំដល់ថ្ងៃនេះខ្ញុំដាក់បានចូលថ្ងៃទី20ហើយនិងថ្ងៃទី21គឺខ្ញុំនឹងទៅ live នៅក្នុងហ្នឹងហើយសម្រាប់ខុសដល់បំណុលខ្ញុំត្រៀមធ្វើចិត្តរួចរាល់ហើយខុសដល់បំណុលលើកនេះគឺខ្ញុំធ្វើខ្ញុំអត់ឲ្យ free ទៀតទេចាខ្ញុំអត់បានឲ្យ free ដូចមុននេះពេលដែលខ្ញុំឲ្យទៅ free អ្នកទាំងអស់គ្នាអត់ប្រឹងរៀនអត់ប្រឹងដោះស្រាយបញ្ហាជីវិតទេមេរៀនលើកនេះចាគឺពិសេសហើយសំខាន់សាហាវហ្មងចារៀនហើយគឺធ្វើបានយល់បានពិតតែរៀនលើកនេះគឺបងលុយចាឬក៏អ្នកទាំងអស់គ្នាអាចទិញជាផលិតផលរួចក៏បានចាគឺអ្នកទាំងអស់គ្នានឹងមានសិទ្ធិនៅក្នុងការចូលរៀនខុសដល់បំណុលដាក់ខ្លីហើយខ្លឹមតែ5មេរៀនទេប៉ុន្តែអ្នកសម្រាប់អ្នកមានបំណុលគឺឲ្យចូលអ្នកមានបំណុលបាច់ចូលទេហើយអ្នកដែលដោះបំណុលបានហើយក៏បាច់ចូលដែរចាអ្នកដែលដោះបំណុលបានហើយបាច់ចូលទេអ្នកដែលដោះបំណុលបានហើយបាច់ចូលរៀនទេតែអ្នកដែលដោះមិនទាន់បានធ្វើមិនទាន់បាន 100% អ្នកទាំងនេះចូលរៀនទៅចាម្នាក់ត្រឹមតែ$33ទេអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកនេះគឺជារឿងមួយដែលវាអស្ចារ្យចាអ្នកទាំងអស់គ្នាអាចទិញផលិតផលរួចក៏បានអ្នកទាំងអស់គ្នាអាចចូលរៀនបងលុយ free ក៏បានចាបងលុយក៏បានតែតាមចិត្តទេប៉ុន្តែយកផលិតផលទៅល្អជាងចាជីវិតគឺអញ្ចឹងម៉ាក់ជួបមានសំណាងល្អផ្សេងពីគ្នាម៉ាក់អរគុណចាហ្នឹងហើយកូននេះជំរាបសួរម៉ាក់ជាទីស្រឡាញ់ចាជំរាបសួរកូនអូខេចាខុសបំណុលគឺ5មេរៀនហើយខ្ញុំធានាជូនហ្មងលើកនេះខ្ញុំធានាចាខ្ញុំធានាឲ្យហ្មងខ្ញុំហ៊ានធានាចាខ្ញុំដាក់មកមេរៀន5មេរៀននេះគឺសម្រាប់តែអ្នកដោះបំណុលទេគឺរៀនហើយខ្ញុំធានាឲ្យអ្នកទាំងអស់គ្នាថារៀនហើយខ្ញុំធានាថាធ្វើតែ5មេរៀននេះហើយខ្ញុំធានាអ្នកទាំងអស់គ្នាប៉ុន្តែមានកិច្ចសន្យាមួយខ្ញុំកិច្ចសន្យារៀនហើយត្រូវអនុវត្តឲ្យបានតិចបំផុតឲ្យបាន7ថ្ងៃខ្ញុំធ្វើឲ្យបានចាប់ជូនហើយឆាប់តខ្លួនទៀតចាឆាប់តខ្លួនអត់មានឲ្យចូលគោរពអីដូចមុនគុំគ្នាមួយចាស់មួយអីគេអ្នកបំណុលដូចគ្នាគុំគ្នាអត់ទេគឺឲ្យឆាប់តខ្លួនហើយធ្វើលំហាត់ឲ្យខ្ញុំ
ចាពិសេសគឺធ្វើលំហាត់ដើម្បីដោះបញ្ហាជីវិតរយៈពេលតែ7ថ្ងៃចាចាហ្នឹងហើយបងលុយចូលរៀន$33បើអាចចុចជា33សេនទៀតណា$33ចុច33សេនទៀតអ្នកទាំងអស់គ្នានឹងវ៉ាវហ្មងថាអូបានសាបជាប់កម្លាំងចក្រវាឡដោះបំណុលជីវិតចាសាងភាពស្ដុកស្ដំដោះបំណុលជីវិតហើយមេរៀននេះគឺរៀនហើយគឺខូចឈិញផ្ទាល់ហ្មងចាអាចតែចាំឆាកខលនិយាយគ្នាហើយឲ្យអ្នកទាំងអស់គ្នាហ្វឹកទៅជាមួយខ្ញុំអានេះតើអ្នកបងលុយចូលរៀនណាបានឲ្យធ្វើចាបណ្ដៃអត់តាន់ធ្វើឥឡូវកំពុងតែរៀបចំមេរៀននេះឲ្យរួចរាល់ហើយនឹងចេញទៅនៅពេលឲ្យអ្នកទាំងអស់គ្នាឆាប់នេះឯងចាប្រហែលជាចូលខ្ទង់ចាំមើលសិនឲ្យរួចរាល់សុខពោះសិនខ្ញុំរឹងថ្ងៃចក្រវាលដើម្បីឲ្យអ្នកទាំងអស់គ្នាបានចូលរៀនមួយគឺផ្សារចាប់ចក្រវាលហើយខ្ញុំធានាជូនអ្នកទាំងអស់គ្នាថារៀនហើយគឺផ្សារចាប់មួយចក្រវាលស្រូបភាពស្ដុកស្ដំដោះបំណុលជីវិតឲ្យខ្លួនឯងប៉ុន្តែមេរៀននេះមិនមែនគ្រាន់តែរៀនហើយទៅវឹកហាត់តែឯងណាគឺអត់ទេគឺវឹកហាត់ជាមួយខ្ញុំចាវឹកហាត់មួយខ្ញុំមួយថ្ងៃចំណាយពេលឲ្យខ្ញុំ1ម៉ោងណាអាហ្នឹងគាត់ថាអាហ្នឹងថ្លៃដែររយៈពេល7ថ្ងៃនេះគឺរៀនចាម៉ែកូនចូលដែរចាកូនចូលធានាជូនកូនឯងហ៊ានធានាប៉ុន្តែមានកិច្ចសន្យានេះគឺ7ថ្ងៃនេះគឺដាច់ខាតសន្យាមួយម៉ែថាខ្ញុំចូលរៀនហើយគឺម៉ែឲ្យធ្វើអីអនុវត្តអីគឺធ្វើតាមចាធ្វើតាមអាហ្នឹងគឺច្បាស់ហ្មងចាដើម្បីអីគេដើម្បីជួយជីវិតខ្លួនឯងទេអ្វីដែលខ្ញុំបង្រៀនអ្នកទាំងអស់គ្នានេះគឺជាមេរៀនដែលចក្រវាលបានបង្វឹកខ្ញុំរួចរាល់ហើយធ្វើឲ្យខ្ញុំយល់ថាតាមពិតទៅអ្វីគ្រប់យ៉ាងដូចខ្ញុំតែនិយាយគឺនៅលើយើងប៉ុន្តែដោយសារយើងអត់ដឹងពីកលឹះនៃការដោះបញ្ហាជីវិតយើងចាអញ្ចឹងយើងអត់ដឹងអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងហ្វឹកអ្នកទាំងអស់គ្នាបានតាមរយៈពេលដែលខ្ញុំឲ្យអ្នកទាំងអស់គ្នាតែ5មេរៀននេះប៉ុន្តែគឺហ្វឹក7ថ្ងៃនៅក្នុង7ថ្ងៃនេះគឺក្នុង7ថ្ងៃគឺត្រូវជួបខ្ញុំមួយថ្ងៃអាចជាមួយថ្ងៃម្ដងឬពីរថ្ងៃម្ដងដែរប៉ុន្តែឥឡូវចាំមើលជាក់ស្ដែងសិនឲ្យខ្ញុំរួចរាល់មេរៀនស្រួលខ្ញុំនឹងចាត់ចែងពេលវេលាចាជំរាបសួរម៉ាក់ជាទីគោរពទីស្រឡាញ់ចាកូនចូលមកថ្ងៃនេះសំណាងណាស់ចាកូនសំណាងដល់ពេលហើយកូនដល់ពេលដែលកូនទាំងអស់គ្នាដោះបំណុលឲ្យជីវិតរួចរាល់មានសេរីភាពពេញលេញបរិបូរណ៍នៅក្នុងឆ្នាំ2025នេះចាតែខ្ញុំបញ្ជាក់អ្នកទាំងអស់គ្នាព្រោះអីរៀននេះគឺ coaching ផ្ទាល់ចាគឺ coaching ផ្ទាល់តាមពិតទៅខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាហ្វឹកមួយគឺសមាធិបដាសិនទម្រាំមានន័យថាទម្រាំកូនទាំងអស់គ្នាបានចូលរៀនអ្នកដែលគាត់សមាធិហេតុអីណាចាអ្នកដែលសមាធិសោះគឺខ្ញុំឲ្យហ្វឹកសមាធិសិនពោលទៅការសមាធិចាកូនចូលបានអត់កូនឯងចូលអីទៀតហើយកញ្ញាធ្វើបានទេតែនេះម៉ែនិយាយពីអ្នកដែលគាត់ធ្វើមិនទាន់បានគាត់នៅវល់គាត់នៅបញ្ហាជាច្រើនដែលគាត់ដោះតាន់រួចអញ្ចឹងគឺម៉ែនឹងដោះបញ្ហានឹងឲ្យគាត់ហើយឲ្យគាត់ហ្វឹកហើយគាត់នឹងយល់ថាអូតាមពិតខ្ញុំត្រូវធ្វើអញ្ចឹងតែមិនខ្ញុំអាចដោះបញ្ហាជីវិតខ្ញុំបានចាអញ្ចឹងវាត្រូវការយើងហ្វឹកសិនចាអញ្ចឹងអានេះគឺការទៀមទាដំបូងកូនរៀនសមាធិសិនដើម្បីឲ្យអ្នកទាំងគ្នាដោះបញ្ហាជីវិតមួយគឺយកការសមាធិទៅសង្កត់ចិត្តចាហើយពេលដែលខ្ញុំខលនិយាយគ្នាជាមួយអ្នកទាំងគ្នាហ្នឹងគឺហ្វឹកទៅជាមួយខ្ញុំចាអញ្ចឹងសម្រាប់កូនដែលគាត់មិនដែលបានចូលរៀនមួយខ្ញុំសោះរៀននេះតិចដែររៀនប្រវត្តិតិចតែអ្នកដែលគាត់បានចូលរៀនហើយគឺងាយហ្មងគឺធ្វើគឺឆាប់បានផលហ្មងចាគឺឆាប់បានផលលឿនមែនទែនចាជំរាបសួរមហាស្ថិម៉ែនឹកដូចគ្នាលឹបយូកូនណារីចារៀនអីម៉ែកូនទៅបានមើលរៀនខុសដល់បំណុលកូនដល់បំណុលជីវិតកូនឯងអត់អីអំបាច់ទេទេណានិយាយទៅខ្ញុំដឹងកូនខ្ញុំចាអ្នកដែលគាត់អត់មានបញ្ហាខ្ញុំអត់ឲ្យចូលរៀនទេតែអ្នកដែលមានបញ្ហាអូខេខ្ញុំឲ្យចូលរៀនចាតែមុនចូលដូចខ្ញុំនិយាយចឹងខ្ញុំចឹងទៀតទេណាខ្ញុំចឹងទៀតហើយមិនចេះតែចូលមកខ្ញុំខ្ញុំថាអូខ្ញុំនិយាយខ្លួនឯងនិយាយតាមត្រាប់ខ្ញុំមកខ្ញុំនិយាយតាមត្រាប់រឿងមួយខ្ញុំលួចមើលគេថាចេះខ្ញុំមិនអត់លួចមើលខ្ញុំលួចមើលគេថាចេះពេលខ្លះខ្ញុំឃើញគេនិយាយគេធ្វើមកវាអស់ចាខ្ញុំថាចេះគេនិយាយហ្នឹងគេធ្វើមកវាដូចគេនឹងធ្វើវាបានប្រកាសឲ្យដូចជាវា over ពេកហើយខ្ញុំឲ្យខ្ញុំតែរៀននិយាយឲ្យខ្ញុំធ្វើអញ្ចឹងខ្ញុំទៅវាអត់រួចពោះសន្តានខ្ញុំចរិតខ្ញុំចូលចិត្តធ្វើអីតែគេហៅថាចូលលើសេចក្តីល្អនិយាយទៅតែថាខ្ញុំមានដើមទុននឹងពីដើមមកហើយដល់ពេលខ្ញុំយល់ពីសមាធិគឺខ្ញុំធ្វើអីខ្ញុំប្រកាន់ភ្ជាប់ជាមួយនឹងសេចក្តីល្អចាចង់ឲ្យមនុស្សម្នាក់ហ្នឹងធ្វើបានពិតចង់ឲ្យមនុស្សម្នាក់ហ្នឹងជោគជ័យពិតចង់ឲ្យមនុស្សរីកចម្រើនពិតខ្ញុំអត់គ្រាន់តែនិយាយតាមត្រង់ខ្ញុំអត់គ្រាន់តែនិយាយអ្នកហ្នឹងក៏ស្គាល់ខ្ញុំដែរថាគ្រូម្នាក់នេះគឺស្រឡាញ់អ្នកទាំងគ្នាប៉ុណ្ណាចង់អ្នកទាំងគ្នាជោគជ័យប៉ុណ្ណាចង់អ្នកទាំងគ្នារីកចម្រើនប៉ុណ្ណាអញ្ចឹងអត់មានចង់បានលុយអ្នកទាំងគ្នាហើយអ្នកទាំងគ្នាទៅអីទៅអត់ទេគឺអត់ហ្មងគឺរក្សាសេចក្តីល្អជាមួយគ្នារក្សាគុណតម្លៃជាមួយគ្នាចាអញ្ចឹងអាហ្នឹងតើកូនឆាបពីម៉ៃសិនឆាបពីម៉ៃហើយអាម៉ៃយល់ពីកូនថាកន្លែងណាខ្លះដែលកូនអត់ទាន់ធ្វើបានអញ្ចឹងណាអញ្ចឹងម៉ែអត់ឲ្យចូលភ្លាមម៉ែត្រូវដឹងថាកន្លែងខ្លះដែលកូនទាំងអស់គ្នាគួរតែធ្វើបែបណាឬក៏គួរតែបែបណាព្រោះនៅក្នុងខុសដំណុលហ្នឹងគឺខ្ញុំនិយាយខ្ទេចនិយាយអស់ហ្មងឃើញទេសូម្បីតែក្នុង live ក៏ខ្ញុំអត់សូវនិយាយនៅក្នុងមេរៀនក៏ខ្ញុំអត់សូវនិយាយដែរព្រោះអីខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាដែលអត់មានបញ្ហាបំណុលទៅស្រូបទេតែអ្នកដែលមានបំណុលពិតទៅស្ដាប់ចាស់ធានាជូនអ្នកទាំងអស់គ្នាថាបញ្ហាគឺដោះបានយ៉ាងពិតប្រាកដចាអញ្ចឹងខ្ញុំចែកដាច់ដោយសារអីព្រោះខ្ញុំដឹងថាគ្រប់យ៉ាងគឺនៅពេលដែលយើងស្ដាប់នៅពេលដែលយើងឮនៅពេលដែលយើងដឹងគឺយើងប្រកាសទីនេះហើយប៉ុន្តែអ្នកដែលមានខ្លះតែធ្វើមិនទាន់បានក៏អាចទៅរៀនបានដែរអត់អីទេមកម៉ែកូនមានក្តីសុខណាស់ចាកូនចាអរគុណកូនគ្រូពិតម្ដាយពិតមានតែមួយនៅលើលោកចាអរគុណកូនកញ្ញាដោយសារម៉ែស្រឡាញ់កូនស្រឡាញ់អ្នកទាំងអស់គ្នាចាអញ្ចឹងអ្វីគ្រប់យ៉ាងដែលយើងដើរមកដល់ចំណុចនេះគឺយើងទាំងអស់គ្នាគឺមានលំនឹងចិត្តរឹងមាំហើយធ្វើបានហើយអញ្ចឹងនៅពេលនេះដល់ពេលវេលាណាគេថាដល់ពេលវេលាដែលយើងត្រូវស្រូបលុយដល់ពេលវេលាដែលយើងត្រូវស្រូបភាពមានបានដល់ពេលវេលាយើងត្រូវស្រូបភាពស្រុកស្ដាប់មានជីវិតបែបអភិជនមានសេរីភាពមានលុយចាយពេញដៃមានជីវិតដែលល្អប្រសើរមានជីវិតដែលជោគជ័យមានជីវិតដែលរីកចម្រើនមានជីវិតដែលរុងរឿងព្រោះដល់ពេលហើយយើងអាចរស់នៅក្នុងបញ្ហាបានទៀតទេចាគឺយើងរស់នៅក្នុងពាក្យថា
ជីវិតមួយនេះត្រូវតែជោគជ័យជីវិតមួយនេះត្រូវតែរីកចម្រើនបើសិនតែយើងអត់និយាយទៅសិនទេយើងអត់ជឿវាទៅសិនទេរឿងនេះអត់ចូលក្នុងជីវិតយើងទេសំខាន់យើងហ្វឹកវាយើងធ្វើវាឲ្យបានជំរាបសួរអ្នកម្ដាយជាទីនឹករលឹកចាកូនចាចាំឡងលើបយូកូនចាកូនដាក់អក្សរអង់គ្លេសតែម៉ែស្គាល់ម៉ែចេះហៅឈ្មោះតែម៉ែស្គាល់អត់បានហៅឈ្មោះកូនទេជំរាបសួរអ្នកគ្រូចាជំរាបសួរកូនអ្នកស្មីតាផនចាអញ្ចឹងនៅពេលដែលយើងអត់ហ្វឹកណាអានេះចូលមេរៀននេះណាចូលពាក្យថារៀនរស់ជាមួយនឹងការជឿលើកនេះមេរៀនមួយនេះគឺដោះបំណងអ្នកទាំងអស់គ្នាឲ្យរស់នៅក្នុងការជឿចាជឿឲ្យពិតជឿឲ្យបានអញ្ចឹងខ្ញុំទៅហ្វឹកអ្នកទាំងអស់គ្នាឲ្យហ្វឹកទៀតធ្វើទៀតលទ្ធផលពិតគឺនៅក្នុងឆ្នាំ2025ពេលវេលាវាខែនេះខែ10ហើយនៅសល់តែ3ខែទៀតទេយើងនឹងចប់ឆ្នាំ2025ហើយអញ្ចឹងយើងអាចឲ្យជីវិតមួយនេះគេហៅថានៅតែប៉ុណ្ណឹងអត់ទេគឺបំបុកវាឲ្យផុតហើយអរគុណដឹងគុណឆ្នាំ2025ធ្វើឲ្យខ្ញុំកាត់ផ្ដាច់ចំណងកម្មចំណងបាបជីវិតមានសេរីភាពស្ដុកស្ដំមានបានដោយសេចក្តីល្អរបស់ខ្ញុំគ្រប់យ៉ាងចាដោយសេចក្តីល្អរបស់ខ្ញុំគ្រប់យ៉ាងពីព្រោះដើរមកដល់ចំណុចនេះខ្ញុំនៅតែប្រាប់ពីអាម៉ាត់ថាពួកយើងសិតសឹងតែជាអ្នកមានបុណ្យសិតសឹងតែអ្នកមានកុសលនៃសេចក្តីល្អបានយើងអាចរួចខ្លួនពីចំណងដែលយើងបានចងខ្លួនឯងពីមុននឹងបច្ចុប្បន្នកាលនេះបានយើងរួចខ្លួនបើរាល់ថ្ងៃខ្ញុំជឿហ្មងជាពិសេសអ្នកដែលមើលការ live របស់ខ្ញុំអត់មានថ្ងៃណាដែលអ្នកទាំងអស់ព្រមចង់ចំណងជីវិតខ្លួនឯងទៅទេព្រោះអត់បណ្ដោយខ្លួនឯងធ្លាក់ទៅក្នុងជីវិតមួយដែលយើងអត់ចង់បានទេគឺព្យាយាមទាញព្យាយាមអូព្យាយាមរុញច្រានខ្លួនឯងទៅលើសេចក្តីល្អចឹងដល់ពេលតែទៅរុញខ្លួនឯងឲ្យទៅមុខចេះរុញឲ្យខ្លាំងហ្មងរុញឲ្យទៅមុខចេះរុញដោយការជឿជាក់យ៉ាងពិតប្រាកដចំពោះខ្លួនឯងជំរាបសួរអ្នកម្ដាយចាជំរាបសួរកូនសុភាពលឹបយូកូនសាងអនាគតល្អឲ្យខ្លួនឯងជារៀងរាល់ថ្ងៃចាម៉ែដឹងតែកញ្ញាធ្វើបានចាយ៉ាងគៀមលឹបយូកូនម៉ែដឹងកូននឹកអត់ដឹងហើយដឹងតែថានឹកដឹងចាកូនឯងក៏នឹកក៏ម៉ែដឹងដែរចាអញ្ចឹងអ្វីដែលយើងដើរមកដល់ចំណុចនេះគឺយើងមានអីគេចក្រវាលជាខ្នងបង្អែកមួយដែលជាទីពឹងធំបំផុតនៅក្នុងជីវិតមនុស្សប្រើច្បាប់ស្រុកទីបើសិនជាអត់មានចក្រវាលទេអ្នកទាំងអស់គ្នាមិនអាចដើរទៅមុខរួចទេព្រោះចក្រវាលមួយនេះគឺជាអីគេគឺជាកម្លាំងស្រូបទាញទាំងយើងដឹងខ្លួនឯងស្រាប់គ្រប់គ្នាអស់ហើយអញ្ចឹងដល់ពេលវេលាដែលយើងរស់នៅក្នុងការជឿដែលជាកម្លាំងស្រូបទាញរបស់ចក្រវាលអញ្ចឹងខ្ញុំសូមនិយាយពាក្យថាជឿមួយចាការជឿគឺជាការផ្គុំការគិតការផ្គុំការនិយាយការផ្គុំអារម្មណ៍ការផ្គុំចិត្តការផ្គុំតិចការផ្គុំភ្នែកផ្គុំគ្រប់យ៉ាងទាំងមូលនេះគុំកម្លាំងគ្រប់យ៉ាងទាំងមូលនៅក្នុងចក្រវាលទាំងមូលគឺផែនដីអញ្ចឹងខ្លួនយើងក៏ដូចគ្នាផ្គុំកម្លាំងយើងទាំងមូលឲ្យជុំគ្នាហើយយើងយកការជឿតែមួយគត់បោះទុកឲ្យចក្រវាលចាត់ចែងឲ្យហើយបើសិនជាជីវិតមួយនេះយើងអត់រស់នៅក្នុងការជឿទេយើងអាចឆ្លងរឿងទាំងអស់នេះផុតទេយើងនឹងជួបរឿងជាច្រើនដែលខកបំណងហើយគឺដួលក្រាំងបាក់ចិត្តខ្ញុំនិយាយរឿងនេះស្ដាប់រឿងនេះគឺជារឿងពិតដែលវាកើតឡើងចំពោះមនុស្សម្នាក់ដែលខ្ញុំបានដឹងពីគាត់ថានៅពេលដែលគាត់អត់ជឿសោះគឺគាត់អត់បានអីគ្រាន់តែគាត់ងើបព្រឹកឡើងគាត់ជឿតែម្យ៉ាងគាត់ហើយសប្បាយចិត្តហើយរីករាយហើយមានក្តីសុខគ្រប់យ៉ាងគឺអភិនិហាវាមកហើយមកទៀតប៉ុន្តែការជឿនឹងក៏ដូចគ្នាជឿហើយយើងគួរតែដឹងថាតើទង្វើនឹងការធ្វើរបស់យើងបានបដូរខ្លួនឯងអត់ចាអានេះធ្វើការហ្វឹកគុំកម្លាំងទាំងមូលអញ្ចឹងអ្នកដែលអាចធ្វើរឿងនេះទាំងអស់នេះបានសិតសឹងតែជាបុគ្គលដែលមានវិន័យជាបុគ្គលដែលចង់ផ្លាស់ប្ដូរជីវិតជាបុគ្គលដែលចង់ឲ្យជីវិតនេះជោគជ័យខ្លួនឯងទើបយើងអាចដើរមកដល់ចំណុចមួយថាយើងមកមុខផុតពីមនុស្សធម្មតាចាថាដឹងតែម៉ាក់ដឹងកូននឹកអត់ដឹងនិយាយទៅដឹងអ្នកនរនេះខ្ញុំចាដឹងយើងជួបគ្នាកូនយើងអត់នេះយើងជួបគ្នាយើងគួរតែឆ្លៀតជួបគ្នាទៅខែ11ថ្ងៃទី11ចាចាំម៉ែប្រកាសនៅក្នុងក្រុមបន្ថែមយើងអាចជាទៅ Skype បាជុំគ្នាមួយថ្ងៃទៅអ្នកនរនេះអាចឡើងពីខេត្តមកតែមួយថ្ងៃទេចាយកបីជួបគ្នាម្ដងព្រោះយើងគួរតែជួបគ្នានៅពេលវេលាមួយដែលមានតម្លៃបំផុតចាម៉ែនឹងនិយាយក្នុងក្រុមថែតាមចាំនិយាយថ្ងៃនេះតែដោយសារថ្ងៃនេះមានតរៈទៅក៏អត់បាននិយាយច្រើនអញ្ចឹងអាចជាស្អែកចាំថ្ងៃឆ្លៀតទៅនិយាយក្នុងបន្ថែមម៉ាក់កូនខមមិនស្អីខមមិនអីគេកូនឡើយអញ្ចឹងអ្វីដែលគេហៅថារឿងសំខាន់នៅក្នុងជីវិតឲ្យខ្ញុំនិយាយរឿងមួយសិនយើងនឹងជួបគ្នាថ្ងៃទី11ខែ11ហើយម៉ោង11:11នាទីពេលថ្ងៃនឹងពេលយប់ថ្ងៃហ្នឹងចាមួយថ្ងៃអាចជាសុំកូនដែលគាត់អាចឡើងមកពេញបានជុំគ្នាចាអញ្ចឹងយើងនឹងជួបគ្នានៅ Skype បានៅកោះពេជ្រចា Skype បានោះគឺមានវល់លើចក្រវាលអញ្ចឹងអូយស្អាតចាតែយើងជួបគ្នារាល់ថ្ងៃបើកូនគ្មានការសមាធិហើយម៉ាក់មានម៉ាក់បង្ហាញផ្លូវកូនទេមិនដឹងថាដល់ណាដល់ណីទេចាអាហ្នឹងគឺជាការពិតកូនមិនថាកូនមិនថាម៉ែកូនអាចដឹងទេពេលខ្លះម៉ែសមាធិម៉ែធ្វើតែម៉ែតែស្ដាប់កូនពេលខ្លះគីណាដែលម៉ែមានកូនមានចាអញ្ចឹងម៉ែយកមកចាក់ពេញព្រោះអីមនុស្សការគិតតែខុសគ្នាការនិយាយខុសគ្នាអារម្មណ៍ខុសគ្នាហើយចក្រវាលមួយនេះមិនស្រឡាញ់តែម៉ែឲ្យតែម៉ែទេអាចឲ្យកូនគ្រប់គ្នាដែរអញ្ចឹងពេលខ្លះគីណាខ្លះដែលខ្ញុំនិយាយអញ្ចឹងយើងលួចគីពីកូនដែលគាត់ធ្វើបានគាត់ចែករំលែកអញ្ចឹងអ្វីដែលគាត់យល់យើងបានកន្លែងហ្នឹងមើលចាំពេញខ្លួនឯងចាអញ្ចឹងគឺចំណេញចាចំណេញចឹងបានខ្ញុំថាពេលដែលយើងនៅជុំគ្នាគឺយើងចំណេញគេចំណេញដោយសារអ្នកទាំងអស់គ្នាធ្វើឲ្យយល់មានគីផ្ទាល់ខ្លួនចែករំលែកដល់បងប្អូនយើងចាអញ្ចឹងម៉ែរត់ទុកដែរអញ្ចឹងអ្នកម្ដាយប្រកាសជាដឹងព្រោះបដូរប្រូក្រាមហៅឈ្មោះអ្នកម្ដាយរាល់ថ្ងៃចាដឹងតែកូនទាំងអស់គ្នាស្រឡាញ់គ្រប់ម៉ែនឹកម៉ែដូចគ្នាចាយើងគួរជួបគ្នាទៅថ្ងៃទី11ខែ11ចាអញ្ចឹងនៅពេលដែលយើងដើរតម្រង់ផ្លូវជីវិតមួយនេះគឺរស់នៅក្នុងការជឿឲ្យបានរាល់ថ្ងៃបើសិនជាយើងអត់មានការជឿទេដើរទៅមុខដើរបានដូចគ្នាប៉ុន្តែ
តែអ្នកដែលមកយូរហើយខ្ញុំជឿហ្មងចាជឿថាអ្នកទាំងអស់គ្នាមិនបណ្ដោយខ្លួនឯងពឹងអ្នកដទៃទេចាមិនអត់បណ្ដោយខ្លួនឯងពឹងអ្នកដទៃទេគឺពឹងខ្លួនឯងពឹងការជឿលើខ្លួនឯងពឹងលើការគិតរបស់ខ្លួនឯងពឹងលើការនិយាយរបស់ខ្លួនឯងពឹងលើការប្រូក្រាមរបស់ខ្លួនឯងពឹងលើអារម្មណ៍របស់ខ្លួនឯងពឹងខ្លួនឯងគ្រប់រឿងទាំងអស់ចានេះគឺជារឿងពិតណាដូចខ្ញុំនិយាយថាមិនមែនចក្រវាលចាំជួយយើងគ្រប់រឿងទេចក្រវាលចាំឲ្យយើងគ្រប់រឿងលើកលែងតែយើងបានបញ្ចេញកម្លាំងឬរលកហ្វ្រេកង់ដែលជារលកហ្វ្រេកង់ល្អទៅឲ្យចេះតែក្រៅបានចក្រវាលបញ្ជូនរឿងបែបហ្នឹងឲ្យយើងតែបើយើងអត់ទេចក្រវាលបានយករឿងទាំងអស់ហ្នឹងមកឲ្យយើងទេចក្រវាលហ្នឹងធ្វើតាមអ្វីដែលយើងកំពុងតែជួបហ្នឹងចាចូលរៀនខុសថ្មី$33.33ស្អីម៉ាក់កូនត្រូវចូលដែរមែនម៉ាក់ចាអាហ្នឹងចាំពេលដែលម៉ែបាត់ថាបើកទទួលហើយកូនឯងឆានសាក់ណៃសិនផ្ទាល់ខ្លួនសិនម៉ែចង់សួរកូនឯងមូលហេតុអីបានចង់ចូលរៀនហ្នឹងចាព្រោះអីដូចម៉ែនិយាយចឹងគន្លឹះម៉ែត្រូវដោះកូនឯងឲ្យបានឲ្យកូនឯងចូលរៀនព្រោះនៅក្នុងខុសថ្មីរបស់ម៉ែ10បំណុលសាងភាពស្ដុកស្ដំ10បំណុលជីវិតនេះត្រូវមនុស្សម្នាក់ហ្នឹងលះហើយហ៊ានដាច់ខាតមើងម៉ាត់ចំពោះខ្លួនឯងម៉ែសុំពេលតែ7ថ្ងៃម៉ែសុំពេលតែ7ថ្ងៃចាដាច់ខាតឲ្យខ្លួនឯងបានតែមិនមកផ្ទះម៉ែធ្វើនៅផ្ទះខ្លួនឯងចុះម៉ែបបុកតែរឿងមួយចាប៉ុន្តែមុននឹងអាចធ្វើរឿងនេះបានតើកូនជាមនុស្សដែលមានការសមាធិហើយធ្វើបានហើយអនុវត្តបានខ្លះបានថាធ្វើបានជ្រៅជ្រះហេឲ្យតែបានខ្លះទៅគឺអាចចូលបានហើយពួកកន្លែងនេះគឺផ្ដោតជាមួយនឹងភាពស្ដុកស្ដំដោះបំណុលជីវិតត្រូវការភាពស្ដុកស្ដំដឹកនាំជីវិតអញ្ចឹងត្រូវការហ្វឹកហើយហ្វឹកទៀតហ្វឹកហើយហ្វឹកទៀតពួកកន្លែងនេះគឺសំខាន់បំផុតចាជំរាបសួរម៉ែជាទីស្រឡាញ់ជាទីគោរព love you ម៉ែចា love you កូនសេកលីសអង់គ្លេសទៀតខ្លាំងណាចាជំរាបសួរអ្នកម្ដាយនឹកអ្នកម្ដាយយ៉ាងនឹកសមនដូចគ្នាបាត់សមនឆឹងហ្មងឆ្ងាយពេកសមននឹកអត់នឹកម៉ែឆ្ងាយពេកអត់បានមកជួបម៉ែសោះចាចាំជួបនៅខែ11ហ្មងកូនចាស្នើសុំឲ្យកូនមកជួបចាខែ11អូខេអញ្ចឹងនៅពេលដែលយើងដើរមកដល់ចំណុចនេះនៅតែប្រាប់ពីអំណាចថាគ្រប់យ៉ាងដែលកូនទាំងអស់គ្នាធ្វើវារាល់ថ្ងៃគឺចំណេញឲ្យជីវិតខ្លាំងចាចំណេញឲ្យជីវិតខ្លាំងទី1ចំណេញខ្លាំងបំផុតអ្នកដែលដឹងខ្លាំងអីគេទី1ចំណេញខ្លាំងបំផុតគឺកូនទាំងអស់គ្នាបានបដូរការគិតចាបានបដូរការគិតនេះតន់ព្រឹកឡើងយើងងើបពីគេងមកពឹបយើងដឹងខ្លួនឯងពឹបយើងចាប់ផ្ដើមអីគេបដូរអារម្មណ៍បដូរការគិតបដូរអារម្មណ៍របស់យើងចាទៅជាអារម្មណ៍រីករាយអារម្មណ៍សប្បាយចិត្តខ្ញុំពេលដែលខ្ញុំងើបពីគេងខ្ញុំតែងតែដាក់កាបូបលុយតែងតែដាក់លុយលើឯខ្លួនហើយខ្ញុំងើបមកខ្ញុំអោបខ្ញុំថើបអរគុណថ្ងៃនេះតែធ្វើឲ្យខ្ញុំទទួលបានអភិនិហានមានលុយចូលមានជីវិតដែលល្អប្រសើរមានជីវិតដែលជោគជ័យមានជីវិតដែលរីកចម្រើននិយាយទៅតម្រាំខ្ញុំអាចប្រូក្រាមខ្លួនឯងមកបានគេហៅថាឈរនៅគាត់ថាយើងបើកភ្នែកពឹបចិត្តយើងវាអូតូទៅការប្រូក្រាមដែលយើងហ្វឹករាល់ថ្ងៃបានហ្នឹងគឺការហ្វឹកនឹងវាច្រើនណាស់តម្រាំបដូរអារម្មណ៍បដូរការគិតបាននៅលើសេចក្តីល្អពេលព្រឹកឡើងគឺទៅការហ្វឹកណាពីព្រោះអីពីងើបពីពោះម៉ែដឹងក្តីមកតាមពីងើបពីគេងមកមិនដែលបានធ្វើរឿងហ្នឹងដល់ពេលឥឡូវបាច់ទេគាត់ដឹងខ្លួនពឹបអាចិត្តហ្នឹងវាអូតូអរគុណថ្ងៃថ្មីអរគុណថ្ងៃនេះជីវិតខ្ញុំល្អប្រសើរតម្រាំខ្ញុំងើបអង្គុយអរគុណដឹងគុណដល់ថ្ងៃថ្មីអរគុណដឹងគុណដល់ច្បាប់ស្រូបទាញច្បាប់ពេលវេលាអរគុណចក្រវាលអំណាចបុណ្យគុណព្រះសម្មាសម្ពុទ្ធគុណឪពុកគុណម្ដាយគុណទេវតាប្រចាំខ្លួនគុណគ្រូបាអាចារ្យគុណមនុស្សជាទីស្រឡាញ់ទាំងអស់អ្នកមានគុណដែលបានជួយជីវិតខ្ញុំអីចឹងអរគុណដឹងគុណហើយបានខ្ញុំអង្គុយអនុញ្ញាតអីចឹងចាំនិយាយថាតម្រាំយើងធ្វើហើយក៏យើងមានន័យថាអារម្មណ៍របស់យើងវាស្ដុកស្ដំវាសប្បាយចិត្តវារីករាយវាមានក្តីសុខចាព្រឹកឡើងអានេះជាទម្លាប់ល្អមួយដែលយើងបានហ្វឹកវាមកហើយតែបើយើងអត់ទម្លាប់ដូចពីមុនមកឃើញអត់យើងងើបពីគេងព្រោះងើបហើយហើយមានធ្វើអីទេដល់ពេលត្រូវអង្គុយគិតតែដល់ពេលឥឡូវយើងអត់ទេគឺអ្នកទាំងអស់គ្នានឹងខ្ញុំបានបដូរទម្លាប់ខ្លួនឯងបានល្អហើយចាទម្លាប់ពេលព្រឹកល្អចាលឹកយូកូនសភាលុបបាយជើងចាគ្រាន់តែម្ដងគ្រាន់តែអង្គុយមើលដង្ហើមសោះក៏អស្ចារ្យបំផុតចាហ្នឹងហើយតាមអ្នកព័ន្ធមិនដឹងថាអស្ចារ្យប៉ុណ្ណាសូមគោរពអ្នកម្ដាយចាកូនចំបាសលឹបយូកូនចាចំបាសនៅណាឥឡូវកូនជូនពរឲ្យកូនជោគជ័យក្នុងជីវិតចាខ្លាយជាបុគ្គលដ៏អស្ចារ្យថ្ងៃខាងមុខនេះកូនដោយពធដឹកមុខនៅសេចក្តីល្អរបស់កូនគ្រប់យ៉ាងអញ្ចឹងនៅពេលដែលយើងឈានមកដល់ចំណុចមួយគេហៅថាធំដឹងក្តីខ្ញុំប្រាប់ថាដល់ពេលនេះអ្នកទាំងអស់គ្នានឹងខ្ញុំដែលមានការសមាធិសិតសឹងតែជាបុគ្គលដែលមានការគេហៅថាកូនដែលជាមនុស្សអ្នកដែលធំដឹងក្តីហើយព្រោះយើងធំដឹងក្តីហើយបានយើងអាចខ្លាយទៅជាមនុស្សអ្នកដែលអាចដឹកនាំជីវិតយើងបានបើយើងអត់ធំដឹងក្តីទេយើងនៅមានម្ដាយយើងមានឪពុកយើងនៅមានប្តីនៅមានមនុស្សជុំវិញខ្លួនសម្រាប់ដឹកនាំតែនៅពេលដែលអ្នកទាំងអស់គ្នាធំដឹងក្តីគឺអ្នកទាំងអស់គ្នាមានសតិក្នុងការដឹកនាំខ្លួនឯងបានចាមានសតិបញ្ញាក្នុងការដឹកនាំខ្លួនឯងបានដឹងថាអ្វីគួរធ្វើអ្វីមិនគួរធ្វើអ្វីគួរផ្លេចអ្វីមិនគួរផ្លេចអ្វីគួរតែចងចាំហើយខ្ញុំទៅសើខ្លួនឯងជាងគេពេលដែលខ្ញុំជាមនុស្សអ្នកដែលខ្ញុំនិយាយថាអតីតខ្ញុំគឺជាមនុស្សដែលផ្លេចខ្ញុំជាមនុស្សដែលផ្លេចមុខផ្លេចក្រោយច្រើនណាស់ចាតែនៅពេលដែលខ្ញុំបានហ្វឹកហាត់នៅក្នុងការសមាធិនៅពេលដែលខ្ញុំបានហ្វឹកហាត់នៅលើការប្រូក្រាមរាល់ថ្ងៃទៅខ្ញុំផ្លេចអាការផ្លេចភ្លាំងនឹងអស់លេងចាវាទៅជាការដែលខ្ញុំធ្វើអីខ្ញុំចងចាំបានល្អហើយថែមទាំងមានធម៌ពលចិត្តមួយគឺអីគេគឺមានសតិនៅក្នុងការដឹងខ្លួនឯងច្រើនមែនទេចាអញ្ចឹងកូនក៏ដូចគ្នាខ្ញុំជឿចាជូនពរកូនឲ្យជោគជ័យនៅមុខមកការងាររបស់កូនចាជឿថាសេចក្តីល្អរបស់កូននឹងទ្រទ្រង់ជីវិតកូនឲ្យរីកចម្រើនគ្រប់យ៉ាងដែលកូនប្រាថ្នាអញ្ចឹងនៅពេលដែលយើងឈានដល់ចំណុចមួយនេះនៅពេលដែលយើងឈានដល់ផ្លូវមួយនេះនៅពេលដែលយើងសាងភាពអស្ចារ្យជីវិតយើងនៅពេលដែលយើងអាចរីកចម្រើនជីវិតយើងបានគឺនៅពេលដែលយើងឈរនៅលើគោលការណ៍មួយគឺច្បាស់លាស់ចំពោះការជឿល្អហើយការជឿល្អនេះត្រូវការបដោតដូចស្ដីបដោតអញ្ចឹងចាបដោតសិនបដោតមួយថ្ងៃបន្តិចហើយកុំចាំថាកាលបានផលឬក៏ពេលណាដែលខ្ញុំអាចធ្វើបានជោគជ័យបានណាបាច់ទេត្រូវជឿតាមយ៉ាងថាជឿសិនណាចាជឿសិនតែពាក្យអំមាត់នេះខ្ញុំបានពីគ្រូបាអាចារ្យរបស់យើងគឺម៉ែរុយចាខ្ញុំបានពីគាត់ពាក្យថាជឿសិនហ្នឹង
យើងធ្លាប់មើលមេរៀនគាត់ក៏លឺគាត់និយាយប្រើពាក្យថាជឿសិនទៅឲ្យជឿសិនទៅគាត់ជឿសិនទៅអត់លុយសោះគាត់ឲ្យជឿសិនទៅមិនក៏មិនជឿចាពេលហ្នឹងគឺយើងជឿអត់បានទេព្រោះអីចំពោះមុខតែនៅពេលដែលយើងអត់មានជំរើសណាអត់មានជំរើសទេនៅក្នុងជីវិតនេះមានរឿងតែពីរគត់ដែលអ្នកទាំងអស់គ្នាមានសិទ្ធិរើសក្នុងមួយថ្ងៃចាចក្រវាលឲ្យមកទន្ទឹមគ្នានៅក្នុងជាតិនេះរបស់យើងគ្រប់គ្នាទាំងអស់មានសិទ្ធិតែមួយគត់ក្នុងការរើសគឺជឿល្អឬមិនល្អរឿងអាក្រក់ឬរឿងល្អអវិជ្ជមាននិងវិជ្ជមានទេអត់សុខហើយនឹងទុកយីអូនដាក់នឹងយីអូនឡើងឃើញអត់អាហ្នឹងវាអញ្ចឹងគ្រប់គ្រូហងស៊ុយក៏គេនិយាយដែរណារឿងអាក្រក់រឿងល្អយីអូនដាក់យីអូនឡើងជឿល្អនិងមិនជឿល្អអញ្ចឹងយើងសួរថាពីរនេះគេឲ្យយើងរើសតែមួយទេតែយើងរើសយកមួយណាខ្ញុំជឿហ្មងចាខ្ញុំជឿហ្មងថាខ្ញុំនិងកូនអត់មានរើសយករឿងណាអត់ល្អឲ្យជីវិតទេគឺរើសយករឿងល្អហើយតែបើយើងពីមុនអត់ដឹងយើងថារឿងហ្នឹងខ្ញុំជួបអញ្ចឹងបើមិនឲ្យខ្ញុំគិតអញ្ចឹងខ្ញុំទៅធ្វើម៉េចចាអាហ្នឹងអញ្ចឹងតែនៅពេលដែលយើងដើរមកដល់ចំណុចនេះយើងជឿដែរយើងធ្វើដែរយើងអនុវត្តដែរតែអ្វីសំខាន់បំផុតយើងជឿល្អច្រើនជាងយើងបានគិតល្អច្រើនជាងយើងបានសប្បាយចិត្តច្រើនជាងយើងបានរីករាយច្រើនជាងយើងបានមានទំនុកភាពល្អៗជីវិតយើងច្រើនជាងអញ្ចឹងខ្ញុំបកស្រាយរឿងមួយដែលកូនបានសួរខ្ញុំថាធ្វើម៉េចបានយើងអាចជឿល្អបានរាល់ថ្ងៃគឺធ្វើម៉េចគឺ fix សិនអត់មានណាតែធ្វើម៉េចបានទេគឺ fix សិនចា fix សិន fix ថាបើយើងអត់ជឿល្អទេអាក្រក់ហ្នឹងវានឹងកើតឡើងនៅក្នុងជីវិតយើងអញ្ចឹងយើង fix ទៅ fix មួយថ្ងៃតិចគឺយើងបានផលហើយចាចុះនៅពេលដែលយើងជួបរឿងទាំងអស់ហ្នឹងយើងអត់មានគេហៅថាធ្វើម៉េចដើម្បីដោះស្រាយបានអ្នកទាំងអស់គ្នាចូលរៀន21ថ្ងៃតែបើសិស្សបានចូលរៀន21ថ្ងៃហើយមេរៀនមួយដែលខ្ញុំដាក់ទៅនៅពេលដែលយើងមានអារម្មណ៍ធ្លាក់ទឹកចិត្តនៅពេលដែលយើងមានអារម្មណ៍បាក់ទឹកចិត្តនៅពេលដែលយើងមានអារម្មណ៍ថាធ្លាក់ផ្លូវឬក៏អស់សង្ឃឹមនៅក្នុងជីវិតចូលអ្នកទាំងអស់គ្នាទៅមើលមេរៀនមួយហ្នឹងដូចជាថ្ងៃទី10ម៉ាននេះ14នេះ15ភ្លេចបាត់ហើយចាគូបាឆ្លាតមានភ្លេចគូបាឆ្លាតចាំបានល្អខ្ញុំដាក់ទាំងអស់និយាយទៅមេរៀន21ថ្ងៃនេះខ្ញុំកញ្ញាឡើងខ្ទេចហើយមួយថ្ងៃខ្ញុំនិយាយច្បាស់ហ្មងឲ្យបងប្អូននិងកូនមើលឲ្យយល់តែកុំស្វាំចិត្តកុំឲ្យចិត្តមាននឹងស្វាំចាតែបើអ្នកដែលមានសមាធិហើយអ្នកដែលមានផ្លូវចិត្តមិនដឹងហើយអូខេអត់អីទេតែអ្នកដែលអត់ធ្វើបានអត់បានជោគជ័យបានអត់បានទីចម្រើនបានចូលអ្នកទាំងអស់គ្នា focus សិនទៅស្ដាប់មេរៀននឹងឲ្យយល់ពីមួយថ្ងៃទៅមួយថ្ងៃហើយ focus ធ្វើវាសិនចាគាត់ធ្វើវាសិនធ្វើថ្ងៃតិចយូរទៅអូតូទៅមិនខំទេចាអ្នកខ្លះទៅថាអូរៀនច្បាប់សុទ្ធទិញហត់ចំងាប់ផងធ្វើនេះផងតាមពិតទៅអត់មានអីពិបាកទេអត់មានអីពិបាកសោះអ្វីដែលពិបាកខ្លាំងបំផុតគឺយើងអត់ធ្វើអញ្ចឹងយកពេលដែលយើងអត់ធ្វើយើងចង់បានគឺអញ្ចឹងលទ្ធផលអញ្ចឹងកូនបានស្ដាប់ម៉ែនិយាយហើយដែលគាត់បានសួរម៉ែថាពេលដែលខ្ញុំមានអារម្មណ៍បែបហ្នឹងខ្ញុំធ្វើម៉េចគឺរត់ឬក៏លោតឬក៏រំឬក៏ធ្វើយ៉ាងម៉េចឲ្យខ្លួនឯងបែកញើសចេញបានអាចទៅអង្គុយសមាធិបានចាអត់មានការទៅអង្គុយរត់សមាធិអស់ចប់ហើយហ៊ានសាប់មើលអត់ទេបើសិនជាអ្នកដែលគាត់មានគេហៅថាសតិមមពេលអ្នកហ្នឹងមានសតិមមហើយអ្នកហ្នឹងមានធម្មពលចិត្តនឹងហើយពេលដែលជួបរឿងរត់ទៅសមាធិបានដូចខ្ញុំអញ្ចឹងខ្ញុំអាចសមាធិបានពេលដែលខ្ញុំជួបរឿងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្មុគស្មាញឬក៏ពិបាកឬក៏គេហៅថាចំពោះមុខដែលទៅដោះស្រាយខ្ញុំទៅសមាធិចេញពីសមាធិខ្ញុំអង្គុយប្រូក្រាមអាហ្នឹងគឺខ្ញុំរំខ្ញុំហាត់ផ្នែកដែរអញ្ចឹងប៉ុន្តែអ្វីដែលសំខាន់បំផុតគឺយើងមានលំនឹងមួយគឺយើងជឿថាយើងមានសតិមមចំពោះខ្លួនឯងអត់បដៅខ្លួនឯងពេលសមាធិទៅគិតរឿងហ្នឹងណាគឺបដៅអត់បដៅគឺដឹងខ្លួនឯងតន់អស់អញគិតរឿងត្រឡប់រឿងក្នុងសមាធិអាហ្នឹងជានឹងវិញពេលដែលយើងជួបរឿងណាពេលដែលយើងរត់ទៅសមាធិវាលោតអារឿងហ្នឹងមកយើងត្រឡប់ខ្ញុំមានរឿងល្អចិត្តខ្ញុំមានសំណាងល្អជីវិតខ្ញុំស្អីដែលយើងនិយាយល្អឲ្យបានមិនស្ទុះទៅចាំយើងត្រឡប់តាមទៅខាងណាយើងឆាប់បក្រាបបានលឿនអាហ្នឹងបើសិនជាយើងមានសតិតន់នៅក្នុងសមាធិតែបើយើងអត់មានសតិតន់ទេសត្វអង្គុយសមាធិពំអាចិត្តនឹងអាកពោជួបរឿងហ្នឹងវាទៅដល់វាគិតអញ្ចឹងយើងនៅគិតជាមួយវាភាសាមួយវាអូទៅបែកអូស្ទឹងវែងឆ្ងាយនៅហ្នឹងអាហ្នឹងវានឹងបករឿងហ្នឹងជាកម្លាំងដែលចិត្តយើងកំពុងស្អាតផងវាកាន់តែស្រូបទីរឿងហ្នឹងមកលឿនទៀតតែពេលដែលយើងតន់ខ្លួនឯងសមាធិពំអាចិត្តអវិជ្ជមានលុបផ្លោកខ្ញុំមានសំណាងខ្ញុំមានបុត្រខ្ញុំមានប្តីល្អខ្ញុំមានគ្រួសារជីវិតខ្ញុំមានលុយជីវិតខ្ញុំមានសេចក្តីសុខនៃចម្រើនស្អីល្អចេញមកក្រាបអាចិត្តហ្នឹងអវិជ្ជមានពំតែយើងបក្រាបបានពេលហ្នឹងគឺខ្លាំងដែរចាហ្នឹងក៏ល្អដែរតែតើតើអ្នកហ្នឹងមានសតិមុំមេរៀនថ្ងៃទី13អ្នកអូចាកូនហ្នឹងហើយមេរៀនធ្លាក់ផ្លូវហ្នឹងហើយថ្ងៃទី13ធម្មពលរបស់ចក្រវាលថ្ងៃហ្នឹងខ្ញុំដាក់មេរៀនទី13ត្រូវហើយចានិយាយទាំងអស់ហ្មងគឺមេរៀន21ថ្ងៃលើកនេះគឺដាក់មកអ្នកទាំងនេះគឺអស់តោះហ្មងសម្រាប់អ្នកចូលរៀនថ្មីអ្នករៀនចាស់ដែលមិនយល់រៀនសាថ្មីរៀនឲ្យអនុវត្តមួយថ្ងៃបន្តិចគឺយល់ហ្មងចាអញ្ចឹង21ថ្ងៃនេះគឺបង់$11សម្រាប់ខាងការចូលរៀនចាតែសម្រាប់ខុសថ្មី10បំណុលគឺ$33.33សេនចាបើសិនជាអាចចាបង់ជាកតុយលេខចក្រវាលហ្មងគឺលេខ33ខ្ញុំនិយាយថាពេលវេលាសម្រាប់ខ្ញុំដែលខ្ញុំសំខាន់បំផុតក្នុងមួយថ្ងៃគឺខ្ញុំងើបម៉ោង3 3នាទីងើបម៉ោង3 3នាទីឬក៏ម៉ោង3គត់តែនាឡិកាទូរស័ព្ទខ្ញុំរោព្រោះខ្ញុំត្រូវដាក់ម៉ោងរោខ្ញុំមិនអាចងើបបានទេដោយសារពេលខ្លះខ្ញុំគេងម៉ោង2 10តែខ្ញុំងើបម៉ោង3 នាទីទៅខ្ញុំងើបក្នុងរំលងពេលម៉ោង3លើក3ទីទួយអញ្ចឹងទៅប៉ុន្តែខ្ញុំអង្គុយពឹបធ្វើម៉េចឲ្យម៉ោងរបស់ខ្ញុំចូលទៅដល់ម៉ោង3:33នាទីពេលព្រឹកគឺខ្ញុំធ្វើហើយពួកពេលវេលាហ្នឹងគឺជាធម្មពលចក្រវាលពេញលេញមែនទេចាចឹងលេខ3គឺជាលេខចក្រវាលលេខជាធម្មពលរបស់ចក្រវាលគឺនៅពេញហ្វូលលើជុំវិញខ្លួនរបស់យើងមានកម្លាំងខ្លាំងណាស់ចឹងខ្ញុំងើបស្មានហ្នឹងគឺខ្ញុំអង្គុយប្រូក្រាមអរគុណខ្លួនឯងអីផ្សេងទៅរហូតទៅដល់ម៉ោង3:33នាទីខ្ញុំអធិដ្ឋានហើយខ្ញុំលើកដៃឡើងលើសូមសាបចាប់ធម្មពលរបស់ចក្រវាលចូលមកក្នុងខ្លួនរបស់ខ្ញុំស្រូបភាពស្ដុកស្ដំភាពមិនបានអីចឹងទៅខ្ញុំនិយាយចឹងទៅចាហើយនឹងពេលថ្ងៃណាចឹងពេលវេលាសម្រាប់ខ្ញុំដែលខ្ញុំរើសយកពេលវេលាដែលសំខាន់ពួកយើងអត់អាចមានម៉ោង6:66នាទីឬម៉ោង9:99ទេអត់មានទេមានតែម៉ោង3:33ដែលជាលេខចក្រវាលមួយដែលនេះនឹងម៉ោង11:11នាទីដែលជាលេខចក្រវាលដូចគ្នាចាលេខ4ណាចាលេខ4និងលេខ3ចាលេខ11:71នាទីក៏ម៉ោងចក្រវាលដូចគ្នានិយាយទៅម៉ោងណាក៏ម៉ោងចក្រវាលដែរប៉ុន្តែគ្រាន់តែម៉ោងដែលជាធម្មពលខ្លាំងគឺម៉ោង3
3-33 នាទីចឹងម៉ោងពេលព្រឹកនិងពេលថ្ងៃគឺពេលវេលារបស់ខ្ញុំសំខាន់ណាស់ចឹងពេលថ្ងៃឡើងខ្ញុំអង្គុយបែបណាក៏ដោយធ្វើមិនឲ្យខ្ញុំផុតការងារចាក់បានថាម៉ោង 3-33 នាទីខ្ញុំអាចចុះទៅក្រោមធ្វើអីផ្សេងបានតែបើថាឲ្យខ្ញុំនេះខ្ញុំនៅបើថាថ្ងៃហ្នឹងចាំបាច់តែបានធ្វើអាហ្នឹងអត់អីទេតែបើខ្ញុំនៅផ្ទះហើយគឺខ្ញុំអត់ចោលពេលវេលាហ្នឹងឯងគឺសំខាន់សម្រាប់ខ្ញុំណាចាកូនជួបកូនទៅសមាធិកូនត្រឡប់សាច់រឿងក្នុងសមាធិបានដែរម៉ាក់ល្អហ្នឹងហើយអ្នកដែលអាចត្រឡប់រឿងក្នុងសមាធិបានណាគឺសតិមមខ្លាំងណាស់គឺដឹងតន់ហើយអារម្មណ៍នោះឆាប់ផ្ដើមផ្លាស់ប្ដូរលឿនហ្មងចាអាហ្នឹងគឺសតិតន់ខ្លួនឯងពេលសមាធិដឹងខ្លួនឯងដឹងតន់អូអាហ្នឹងអារម្មណ៍មួយជំនាញអាហ្នឹងអាកាសដូចជាត្រឡប់រឿងក្នុងសមាធិហើយបោះឲ្យចោលត្រឡប់មកតាមដង្ហើមឬក៏សុទ្ធធម៌វិញអញ្ចឹងអាហ្នឹងឆាប់សតិហ្នឹងកាត់ផ្ដាច់អាចំណងកម្មចំណងបាបហ្នឹងលឿនណាចាលឿនអាហ្នឹងគឺសម្រាប់អ្នកដែលមានគេហៅថាមានសតិមមនៅក្នុងការសមាធិអាហ្នឹងឲ្យធ្វើតែអ្នកដែលតែរៀនធ្វើថ្មីអត់ទេព្រោះពេលខ្លះយើងតាមធ្វើអត់តន់ណាអារម្មណ៍មួយនឹងវាឆ្វេងឆ្វាយការគិតនឹងរវើវាច្រើនចាល្អកុំធ្លាប់បានល្អអញ្ចឹងអ្វីដែលយើងមានលំនឹងចិត្តហើយអ្នកទាំងនេះឈ្នះខ្លួនឯងបានច្រើនណាចាយើងឈ្នះខ្លួនឯងបានច្រើនណាកូនណាម៉ែចង់ប្រាប់តែចេះម៉ែចង់ប្រាប់តែចេះយើងមិនបាច់មើលណាច្រើនទេយើងមើលតែមនុស្សជុំវិញផ្ទះយើងដែលមិនជាមនុស្សច្បាប់ស្រុកទីបងប្អូនយើងសាច់ញាតិយើងដែលយើងឃើញបាច់មើលអ្នកដទៃឆ្ងាយឯងគាត់ឯងឃើញពេលដែលគាត់ជួបរឿងពេលដែលគាត់មានអីមកប៉បគាត់មិនគាត់យកមកគិតយកមកពិចារណាយកមកពិភាក្សាយកមកនិយាយហើយនិយាយទៀតហ៎ដោយសារអីដោយសារគាត់អត់ដឹងគាត់ដឹងថាអាហ្នឹងវាធ្វើឲ្យជីវិតគាត់នឹងជួបរឿងអស់ហ្នឹងទៀតទេហើយគាត់អត់ដឹងថាពេលដែលគាត់ធ្វើបែបហ្នឹងវាធ្វើឲ្យអ្នកដទៃនេះក៏ប៉ះរឿងដូចគាត់ដែរគាត់អត់ដឹងទេដោយសារគាត់អត់បានរៀនចាតែចំពោះយើងដែលយើងបានរៀនយើងដឹងថាអូបើសិនជាអញនៅនិយាយទៀតបើអញនៅគិតបែបហ្នឹងទៀតអញនៅមានអារម្មណ៍បែបហ្នឹងទៀតអញនឹងមានកម្លាំងស្រូបទីរឿងទាំងអស់ចូលមកទៀតហើយអញ្ចឹងយើងបដូរការគិតលឿនឃើញបដូរអារម្មណ៍លឿនបដូរចិត្តហ្នឹងគឺលឿនមកដោយសារយើងដឹងថាអាហ្នឹងវាអត់ចំណេញឲ្យជីវិតយើងអញ្ចឹងកន្លែងនេះហើយដែលជាផាត់តាមមួយដែលយើងមើលឃើញហើយសួរថាដល់ពេលដែលយើងឃើញមនុស្សជុំវិញខ្លួនអ្នកផ្ទះរបស់យើងគាត់ជួបរឿងអញ្ចឹងយើងចង់ប្រាប់គាត់ឲ្យគាត់កុំធ្វើអញ្ចឹងកុំឲ្យគាត់គិតអញ្ចឹងកុំឲ្យគាត់មានអារម្មណ៍អញ្ចឹងតែយើងទៅប្រាប់គាត់ជឿយើងគាត់ធ្វើបានអត់បានទេគាត់ថាមិនអាចធ្វើកើតទេណាមិនអាចធ្វើកើតទេខ្ញុំមានមិត្តភក្តិម្នាក់ដែលគាត់គឺជាមនុស្សធម្មតាសុខសាន្តអញ្ចឹងក៏មិនថាគាត់ចង់កើតទុកមិនថាគាត់ចង់មានរឿងអីមិនថាគាត់ចង់អីគាត់តែងតែរោដៃគូខលភាសាគ្នាចារោដៃគូខលភាសាគ្នាឬក៏និយាយគ្នាចាតែសម្រាប់ខ្ញុំខលមកខ្ញុំអត់លើកទេខ្ញុំអត់លើកទេហើយខ្ញុំប្រាប់គាត់ថាមានកាយវយមកកុំខលចាពួកឯងពេលខ្លះខ្ញុំអត់តនេក្នុងលើទូរស័ព្ទអីនិយាយទៅអ្នកខលកម្រខ្ញុំលើកខ្ញុំនិយាយតាមត្រង់តែបើថាវយអូខេខ្ញុំស្ដាប់តែលើកលែងថាមានការធ្វើខលនិយាយគ្នាហ្នឹងនិយាយទៅអត់អីទេតែបើថាមនុស្សធម្មតាហ្នឹងទេចាពួកខ្ញុំដឹងថាតែអញ្ចឹងចុះស្គាល់តាំងម៉ែនឹងគ្នាហ្នឹងឯងអញ្ចឹងត្រឡប់ទៅកាត់ដាច់អញ្ចឹងទៅចាកំពុងតែមានរឿងដកស្លុតខ្ញុំប្រូក្រាមឲ្យសមាធិ yes ចាហ្នឹងហើយកាត់ផ្ដាច់បានលឿនណាកូនកាត់ផ្ដាច់ផឹងហ្មងសតិយើងមាំពុកអាហ្នឹងដោយសារពួកកូនហ្វឹកហ្វឹកសមាធិបានច្រើនបានធ្វើបានតែបើអ្នកថ្មីឲ្យធ្វើអញ្ចឹងធ្វើបានភ្លាមឯងពួកអីអត់ចំឈ្នះអាកលេសមីកម្លាំងកលេសមីវានៅខ្លាំងជាងវាទាញយើងទៅគិតឲ្យគិតទៀតអូអាហ្នឹងអត់ទេដល់តែយើងទៅលោតសិនទៅហាត់ប្រាណសិនទៅរំសិនចាតែបើសិនជាយើងលក្ខណៈថាមានសតិមាំហើយអូខេយើងរំមកហាត់មកសមាធិផ្លិចហ្មងហើយរឿងហ្នឹងបដូរភ្លាមបាត់ដៃក្នុងដៃភ្លាមហ្មងចាបដូរពីបាត់ដៃមកក្នុងដៃភ្លាមអត់មានឲ្យជាប់ចម្ពាក់អីដូចមុនទៀតទេអត់មានជាប់ចម្ពាក់អូត្រូវមកអង្គុយកើតទុកត្រូវមកអង្គុយបាក់ចិត្តជឿភ្លាមលទ្ធផលភ្លាមចាជឿភ្លាមលទ្ធផលភ្លាមប៉ុន្តែមិនមែនថាអូជឿឲ្យលទ្ធផលបានភ្លាមហើយដល់ពេលខ្ញុំធ្វើអត់បានភ្លាមហើយតាំងបាក់ចិត្តអស់សង្ឃឹមមកអត់ទេចាពេលដែលមិនជឿមិនបានផលក៏ត្រូវជឿទៀតដែរដូចសេនានិយាយមិញចឹងចាពេលដែលជឿមិនបានផលក៏ត្រូវជឿទៀតដែរពួកចម្រើសមានតែមួយគត់មានតែមួយទេកុំថារើបានពីរអត់ទេចឹងណាហើយមួយទៀតដែលខ្ញុំតែនិយាយជាប្រចាំរាល់ថ្ងៃគ្រប់ការឡាយឬក៏ក្នុងបយឆាតរបស់ខ្ញុំក៏ដោយអត់មានអ្នកដឹងពីយើងទេយើងជឿក៏ដោយយើងមិនជឿក៏ដោយណាមានអ្នកដឹងពីយើងចឹងមិនយើងត្រូវដឹងខ្លួនឯងថាអញជឿពិតនៅការជឿនឹងគឺការផ្គុំអារម្មណ៍ផ្គុំការគិតផ្គុំចិត្តយើងតែមួយយកការជឿនឹងបោះចេញទៅឲ្យចក្រវាលជឿទុកចិត្តលើប៉ាចាត់ចែងឲ្យកូនដឹងពួកខ្ញុំមកខ្ញុំនិយាយខ្ញុំនៅតែប្រាប់ពីអមហ្នឹងនិយាយហើយនិយាយថាជីវិតមួយនេះបើសិនជាខ្ញុំមិនរើសជឿទុកចិត្តចំពោះចក្រវាលទេច្បាប់សូទីខ្ញុំមិនដឹងថាយកអីមកដល់បញ្ហាជីវិតខ្ញុំរួចទេខ្ញុំមិនដឹងថាយកអីមកដល់បញ្ហាជីវិតខ្ញុំរួចទេខ្ញុំមិនដឹងព្រោះជីវិតខ្ញុំនេះមិនដឹងថានិយាយប្រមាថទៅគេហៅថាមនុស្សល្អខ្លាំងណាស់ក្នុងលោកណាល្អខ្លាំងចាចឹងគឺនៅពេលដែលយើងឆ្លងកាត់រឿងជាច្រើនហើយយើងមានសតិមាំយើងយល់យើងដឹងបានច្រើនលំនឹងជីវិតយើងចាប់ផ្ដើមកាត់ខ្លួនឯងបានចឹងភាពអស្ចារ្យភាពជោគជ័យភាពរីកចម្រើនគឺនៅពេលដែលយើងយល់ខ្លួនឯងដឹងថាអូអាហ្នឹងវាធ្វើទៅបានផលឲ្យខ្លួនឯងចាហើយចាំខ្ញុំថាពេលដែលអ្នកទាំងនេះមុននឹងជឿអីមួយមុននឹងគិតអីមួយឲ្យល្អគឺហ្វឹកសិនហ្វឹកបដូរការគិតបដូរអារម្មណ៍បដូរចិត្តទៅជាមួយឲ្យបោះការជួបផឹងទៅឲ្យចក្រវាលបលេងផឹងប៉ាចាត់ចែងប៉ាដោះស្រាយកូនជីវិតកូនកុំដឹងទេប៉ានេះចាត់ចែងប៉ាជួយជីវិតកូនដឹងតែកូនមានសេរីភាពមានសេចក្តីសុខមានសុភមង្គលមានតែរឿងល្អមានតែសំណាងល្អចូលមកក្នុងជីវិតរបស់កូនគ្រប់ពេលកូនជឿអញ្ចឹងជឿលើប៉ាអញ្ចឹងណាជឿឲ្យមិនបានត្រូវបូកការជឿបន្ថែមចាហ្នឹងហើយកូនវាអត់មានចម្រិតទេសម្រាប់ពួកយើងកូនជំរាបសួរម៉ាក់ចាសតិរិកលឹបយូកូនចាអញ្ចឹងនៅពេលដែលយើងជឿហើយជឿទៀតសេចក្តីល្អយើងកើតឡើងកម្លាំងបុណ្យយើងមានបានផលណាអញ្ចឹងវាត្រូវការពឹងលើកម្លាំងបុណ្យទៀតណាចាអញ្ចឹងកម្លាំងបុណ្យនេះវាកើតចេញមកពីណាកម្លាំងបុណ្យនេះវាកើតចេញមកពីកម្លាំងនៃគេកម្លាំងនេះ
ការដែលយើងបានគុំកម្លាំងសេចក្តីល្អនៅក្នុងខ្លួនរបស់យើងរាល់ថ្ងៃដែលយើងដឹងខ្លួនណាចាអញ្ចឹងការបំពេញបុណ្យសិលការបំពេញសេចក្តីល្អនោះវាគឺវាជាកម្លាំងដែរអ្នកហ្នឹងឃើញគេចង់ល្បីម៉ាស៊ីនណាពេលដំបូងវាយរឿងតឹងចាតឹងខ្លាំងមែនទែនតម្រាំម៉ាស៊ីននឹងបានចេះគឺប្រើកម្លាំងខ្លាំងអញ្ចឹងយើងក៏ដូចគ្នាតម្រាំតែចិត្តយើងជឿតម្រាំតែយើងមានសេចក្តីល្អពេញលេញបរិបូរតតែយើងហ្វឹកវាធ្វើវាសឹកដំបូងវាតឹងខ្លាំងតែពេលដែលចាប់ដើមចិត្តឆេះចាប់ដើមធូរទៅតែពេលវាចេះពឹងអញ្ចឹងបលេងឯងទៅអូតូហ្នឹងកម្លាំងបនយើងពេញអញ្ចឹងធ្វើសិនធ្វើវាសិនទៅចាធ្វើវាសិនដើម្បីឲ្យជីវិតមួយនេះដើរទៅមុខរួចមានផលល្អជីវិតមានភាពរីកចម្រើនឲ្យជីវិតមានជីវិតមួយដែលមានគេហៅថាសេចក្តីសុខមួយដែលមិនអាចកាត់ថ្លៃបាននៅជីវិតយើងចឹងកម្លាំងនៃភាពស្រុកស្ដំកម្លាំងនៃភាពមានបានកម្លាំងនៃភាពជោគជ័យរីកចម្រើនគឺត្រូវការផ្គុំខ្លួនឯងហ្នឹងនៅជាមួយនឹងខ្លួនឯងហើយកាត់ផ្ដាច់ជុំវិញខ្លួនយើងកាត់ផ្ដាច់ភាពអវិជ្ជមានកាត់ផ្ដាច់ទូរស័ព្ទខ្លះទៅបាក់កាត់បានហើយកាត់ផ្ដាច់គេកាត់ផ្ដាច់មនុស្សជុំវិញខ្លួនដែលធ្វើឲ្យយើងមិនអាចគេហៅថាជារនាំងការពារយើងទៅមុខរួចមិនដើរកិច្ចពីគាត់ទេណាមានន័យថាកាត់ផ្ដាច់ការនិយាយគាត់ចាកាត់ផ្ដាច់តំណែងតំណងមួយគាត់ឲ្យបានច្រើនអាចធ្វើទៅបានតែមិនថាអូខេដូចជាប្តីយើងជាទីស្រឡាញ់របស់យើងហើយយើងទៅកាត់ផ្ដាច់មួយគាត់មិនបើគាត់ប្តីយើងមិនចឹងទេមានន័យថាយើងកុំតែញ៉ាក់មួយគាត់ច្រើនពេកចាតែកុំឲ្យដើរចេញពីគាត់អត់ទេយើងនៅមើលថែគាត់ស្រឡាញ់គាត់ឲ្យល្អប្រសើរដូចមុនចឹងប៉ុន្តែអាចជាជាងមុនក៏បានដែរប៉ុន្តែកុំគាត់ថាកុំទៅបោះបែបគាត់ច្រើនតែគុណតម្លៃជាស្ត្រីយើងធ្វើខ្លួនឯងមានតម្លៃទៅចាអញ្ចឹងណាចឹងពេលដែលយើងដើរមកដល់ចំណុចនេះមួយជំហាននេះគឺអ្នកទាំងអស់គ្នានឹងខ្ញុំបានខ្លាយទៅជាមនុស្សថ្មីហើយចឹងហ្វឹកវាឲ្យបានរាល់ថ្ងៃចាចឹងមេរៀនដែលខ្ញុំចេញក្រោយនេះគឺបើខ្ញុំឈប់ខ្ញុំដាក់ចំណងជើងថាម៉េចខ្ញុំបានគាត់បានពីចក្រវាលភ្លាមពុកខ្ញុំធ្វើភ្លាមហើយខ្ញុំមានអារម្មណ៍ថាអូអស់ចាមែនមេរៀននេះចាសាំងភាពស្អប់ស្ដាំដោះបំណុលជីវិតចាយ៉ាងមេរៀននេះគឺសំខាន់ណាស់សម្រាប់អ្នកដែលមានបញ្ហាបំណុលទាំងអស់ចាចំណាយពេលតែ7ថ្ងៃទេប៉ុន្តែមេរៀនក្នុងនោះមានតែ5ថ្ងៃតែចំណាយពេល7ថ្ងៃដើម្បីរៀនហើយចំណាយពេល7ថ្ងៃដើម្បី coaching មួយខ្ញុំចាយ៉ាងមេរៀននេះគឺខ្ញុំធ្វើអស់ពីសមត្ថភាពអស់ពីចិត្តដើម្បីឲ្យកូនរៀនហើយគឺយល់ហ្មងចាអញ្ចឹងមេរៀននេះគឺខ្ញុំដាក់ទៅ4មេរៀនថ្ងៃទី5ខ្ញុំចូលតម្លៃអញ្ចឹងឥឡូវតំបានថ្ងៃទី2អញ្ចឹងប្រហែលជាសាច់សរសៃឯហើយចាំមើលខ្ញុំរួចរាល់ព្រោះខ្ញុំធ្វើការបំបុកភាពស្ដុកស្ដំភាពមានបានចូលនៅក្នុងថ្នាក់រៀនហ្នឹងអូអត់អាចទេចាអត់អាចថាជីវិតនៅតែប៉ុណ្្នឹងឯងព្រោះអ្វីដែលចក្រវាលឲ្យខ្ញុំនឹងឲ្យចេញទៅចាឲ្យចេញទៅព្រោះចក្រវាលឲ្យខ្ញុំអញ្ចឹងមួយរយៈដែលខ្ញុំអត់ចេញឡាយមួយរយៈដែលខ្ញុំអត់សូវបាននេះគឺខ្ញុំរវល់ធ្វើការងារមួយហ្នឹងចាខ្ញុំហ្វឹកខ្លួនឯងធ្វើខ្លួនឯងហើយខ្ញុំឆ្លងរឿងជាច្រើនដែលធ្វើឲ្យខ្ញុំអាចដោះបញ្ហាហើយខ្ញុំស្រូបភាពស្ដាំចូលក្នុងជីវិតយ៉ាងពិតប្រាកដព្រោះខ្ញុំចង់ឲ្យចេញតែខ្ញុំចង់និយាយឲ្យមកចេះថាយើងប្រើច្បាប់ស្រូបទាញយើងរៀនច្បាប់ស្រូបទាញដើម្បីស្រូបលុយមែនទេដើម្បីស្រូបភាពមានបានស្រុកស្ដាំអញ្ចឹងខ្ញុំចង់ឲ្យពាក្យនឹងខ្លាំងជាការពិតប៉ុន្តែមុននឹងពាក្យនឹងខ្លាំងជាការពិតតើតែយើងហ្វឹកលាងសម្អាតចិត្តសិនចាហ្វឹកលាងសម្អាតចិត្តហ្វឹកបដូរការគិតហ្វឹកបដូរអារម្មណ៍រួចរាល់ហើយសិនចាបានយើងអាចធ្វើរឿងនឹងឲ្យខ្លួនឯងពួកអីបំណុលជីវិតមួយនេះមិនមែនកាត់មួយឆ្នាំ2ឆ្នាំទេគឺការតាមពីកើតពីពោះម៉ែមកពុបដឹងក្តីឡើងពុបដឹងឲ្យខ្លះឲ្យយើងកើតមកចឹងចាអញ្ចឹងមកដល់ចំណុចនេះអ្នកទាំងគ្នាបានរៀនស្អាតហើយជាពិសេសអ្នកដែលបានរៀនជាមួយខ្ញុំអ្នកបានមើលខុស21ថ្ងៃរបស់ខ្ញុំអ្នកដែលបានហ្វឹកមកជាមួយខ្ញុំយូរហើយនិងអ្នកដែលអត់បានហ្វឹកក៏ដោយក៏មានរៀន21ថ្ងៃគឺចូលទៅគឺអ្នកទាំងគ្នាធ្វើបានភ្លាមមកចាអញ្ចឹងសាងភាពស្ដុកស្ដាំដោះបំណុលជីវិតនេះគឺសំខាន់បំផុតព្រោះយើងកាត់ផ្ដាច់ចំណងកម្មចំណងពៀទាំងឡាយដែលចោលមកឲ្យខ្លួនឯងឲ្យរួចរាល់ខ្ញុំតែនិយាយនៅក្នុងឆ្នាំ2025ជីវិតខ្ញុំមានសេរីភាពពេញលេញបរិបូរណ៍អរគុណឆ្នាំ2025អរគុណភាពអស្ចារ្យភាពអច្ឆរិយៈដួងចិត្តអតិទេពដែលជាភាពគេថាភាពអស្ចារ្យមួយនៅក្នុងខ្លួនដែលអាចស្រូបភាពមានបានស្ដុកស្ដំចូលមកក្នុងជីវិតដើម្បីកាត់ផ្ដាច់ចំណងកម្មចំណងបាបស្រូបភាពមានបានក្នុងជីវិតពេលហ្នឹងទៅចាពួកយើងនេះហើយជាតួឯកនៅក្នុងជីវិតអត់មានណាជាតួឯកក្នុងជីវិតយើងគឺយើងចាយើងជាតួឯកនៅក្នុងជីវិតយើងដែលយើងអាចជួយជីវិតមួយនេះអាចមានជីវិតរីកចម្រើនរុងរឿងមានបានគឺដោយសារយើងទាំងអស់ចឹងដល់ពេលដែលយើងត្រូវសាងភាពអស្ចារ្យជីវិតយើងដែលយើងត្រូវមានសេរីភាពពេញលេញបរិបូរណ៍ចាចឹងពេលដែលខ្ញុំដាក់មេរៀននេះឲ្យរួចរាល់អ្នកដែលចង់ចូលរៀនឆាតមកខ្ញុំផ្ទាល់ចាអត់ចូលគ្រប់ទេហើយខ្ញុំអត់បង្កើតគ្រប់ដែរគឺខ្ញុំបង្កើតតែនិយាយទៅឆាតមកខ្ញុំផ្ទាល់ដើម្បីឲ្យខ្ញុំចាក់ចំចំណុចអ្នកទាំងអស់នេះហើយខ្ញុំប្រាប់ថាកូនទៅធ្វើបែបនេះចាចឹងណាពួកអីពេលអស់នេះដឹងទេពេលដែលយើងផ្សារចិត្តកម្មពលរបស់ចក្រវាលបានពេលព្រឹកឬក៏ពេលថ្ងៃដែលខ្ញុំតែងអង្គុយម៉ោង3:33នាទីឬក៏ម៉ោង3ពេលព្រឹកគេហៅថារលកកាហ្វេកង់របស់ចក្រវាលវាតែងតែផ្ដល់ឲ្យយើងគ្រប់យ៉ាងនៅពេលដែលយើងរើសយកអីមួយខ្លួនឯងមានន័យថាចិត្តមួយនេះបើសិនជាការគិតមួយនេះបើសិនជាដួងចិត្តមួយនេះអារម្មណ៍មួយនេះវាជាប់ជំពាក់ជាមួយនឹងគេហៅថាចំណងជីវិតដែលយើងចងខ្លួនឯងមិនថារឿងប្តីមិនថារឿងកូនមិនថារឿងអីគឺកម្លាំងមួយនេះវាមានកម្លាំងខ្លាំងជាងវាមានកម្លាំងខ្លាំងជាងអញ្ចឹងយើងត្រូវកាត់ផ្ដាច់កម្លាំងនឹងពុបចាកាត់ផ្ដាច់កម្លាំងនឹងចេញពុបបដូរកម្លាំងថ្មីទៅជាកម្លាំងអ្វីដែលយើងចង់បាននៅក្នុងការដែលយើងត្រូវផ្សារជាប់កម្លាំងមួយនេះមកចក្រវាលពេលខ្លះអ្នកទាំងនេះដឹងថាហេតុអីបានជាដូចជាអាប់រ៉ាហាំហ៊ីបដែលយើងធ្លាប់លើគឺបាអាចារ្យយើងនិយាយបុគ្គលជោគជ័យបុគ្គលល្បីៗនៅក្នុងក្រៅប្រទេសដែលគេរៀនស្គាល់ពីច្បាប់ធម្មជាតិច្បាប់ចក្រវាលហេតុអីបានគេចូលចិត្តនៅតែឯងហេតុអីបានគេចូលចិត្តគេហៅថារស់នៅជាមួយនឹងខាំពលដែលនៅជុំវិញខ្លួនរបស់គេដោយគេហៅភាពស្ងៀមស្ងាត់ដោយសារពេលដែលយើងនៅភាពស្ងៀមស្ងាត់នឹងបានយើងដឹងថារលកផ្លេកង់របស់យើងនឹងមិនអញ្ចឹងខ្ញុំថាអ្នកទាំងអស់គ្នាអត់មានពេលបាននៅមួយខ្លួនឯងដូចខ្ញុំទេខ្ញុំហេតុអីបានចក្រវាលកាត់ផ្ដាច់ខ្ញុំទាំងអស់អត់ឲ្យខ្ញុំគេហៅថាមានអ្វីជាចំណងសម្បីតែកូនខ្ញុំកូនប្រុសរបស់ខ្ញុំតែគាត់ធំនឹងក្តីគាត់មិនដែលមករវល់មកយើងញ៉ាក់មកយើងឲ្យយើងបាក់មួយគាត់ចាសម្បីដូចជារីសាសេវត្តអីនៅមួយខ្ញុំអូស៊ីក៏អត់មករវល់មកខ្ញុំចង់ទៅអីទៅនិយាយទៅគឺខ្ញុំនៅដោយសន្តិភាពហ្មងចានៅដោយសន្តិភាពអត់មានអ្នកគេហៅថាធ្វើឲ្យខ្ញុំ
ខ្នោះចិត្តឬក៏ធ្វើឲ្យខ្ញុំពិបាកក្នុងការរស់នៅជុំគ្នាអត់ទេណាគឺពួកយើងនៅតែស្ងៀមស្ងាត់ទាំងអស់គ្នាអញ្ចឹងវាធ្វើឲ្យខ្ញុំមានឱកាសបានច្រើនអញ្ចឹងហេតុអីបានខ្ញុំត្រូវមានឱកាសពីព្រោះខ្ញុំគឺជាបុគ្គលម្នាក់ខ្ញុំនិយាយអញ្ចឹងមុខរបររបស់ខ្ញុំណានេះគឺជាមុខរបររបស់ខ្ញុំជាគ្រូបង្រៀនជាអ្នកចែករំលែកជាអ្នកលើកទឹកចិត្តអញ្ចឹងខ្ញុំត្រូវហ្វឹកដឹងថាត្រូវធ្វើម៉េចដើម្បីដោះបញ្ហាទាំងអស់នេះពួកអ្នកទាំងអស់នេះអត់មានពេលទេអ្នកទាំងអស់នេះមានកូនទូចមានមុខរបរដែលត្រូវដោះស្រាយមានប្តីមានរឿងជាច្រើនដែលមកពាក់ព័ន្ធជាមួយអ្នកទាំងអស់គ្នាជាមួយនឹងមនុស្សជុំវិញខ្លួនតែនៅពេលដែលខ្ញុំអត់មានអីទាំងអស់គឺខ្ញុំមានខ្លួនឯងអញ្ចឹងខ្ញុំហ្វឹកកាត់ផ្ដាច់គ្រប់យ៉ាងចេញពីជីវិតរបស់ខ្ញុំទាំងអស់ដើម្បីខ្ញុំមានពេលវេលាពេញលេញពេលដែលខ្ញុំហ្វឹកវាមករយៈពេលប៉ុន្មាន7 ខែនេះគឺខ្ញុំទទួលបានផលចាមានកម្លាំងព្រៃកង់ច្រើនមែនទេខ្ញុំដឹងថាត្រូវធ្វើម៉េចដើម្បីដោះបញ្ហាជីវិតហ្នឹងបន្តចុះបើខ្ញុំបង្ខំមិនបង្ខំនេះគឺខ្ញុំបានបញ្ចប់20 ម៉ឺនថ្ងៃឲ្យចាប់រួចរាល់ងល់មេរៀន20 ម៉ឺនថ្ងៃគឺស្មើនឹង20 ម៉ឺនថ្ងៃអត់មានចាំនិយាយថាកុំរៀនណាកម្រគ្រូណាដែលគេធ្វើមេរៀន20 ម៉ឺនថ្ងៃពីថ្ងៃទី1ដល់20 ម៉ឺនថ្ងៃអត់អ្នកទាំងនេះណាអត់មានទេចឹងតែ20 ម៉ឺនថ្ងៃអូខេបើ4 5មេរៀនអីចឹងទៅចាប់20 ម៉ឺនថ្ងៃខ្ញុំដល់ពេលខ្ញុំនឹកឃើញថាខ្ញុំប្រម៉ូទទាំងអស់ទាំង66ថ្ងៃទាំងខុសសមាធិប៉ុន្តែខ្ញុំនឹងចែកខុសសមាធិផ្សេងដែរតែខុសសមាធិនេះគឺខ្ញុំឲ្យ free ទេខ្ញុំអត់គិតលុយទេចាគឺខ្ញុំឲ្យ free ប៉ុន្តែខ្ញុំនឹងតឡាយទៅធ្វើសារថ្មីនៅក្នុងខុសសមាធិហ្នឹងវិញខ្ញុំនិយាយទៅគឺខ្ញុំធ្វើតែខុសសមាធិសត្វដើម្បីឲ្យបងប្អូនដែលគាត់អត់ទាន់សមាធិបានគឺចូលទៅរៀនហ្វឹកសមាធិទៅជាមួយខ្ញុំរឿយៗចាខ្ញុំនឹងទៅធ្វើខុសសមាធិសារថ្មីខុសសមាធិគឺខ្ញុំធ្វើ free អត់មានបង់លុយអីទេគឺអត់ទេតែសទ្ធានៃការដឹងគុណដែលកូនមានការជូនឲ្យតាមសទ្ធាតែបើថាឲ្យខ្ញុំទានអ្នកទាំងនេះត្រូវបង់ប៉ុណ្ណេះអត់ទេតែសម្រាប់ខុសដល់បំណុលគឺបង់លុយចាពីព្រោះអីពីព្រោះអ្នកទាំងអស់គ្នាអត់អាចធ្វើជាអ្នកដែលទទួលទេអត់បានឲ្យមកខ្ញុំវិញពួកខ្ញុំបានឲ្យទៅអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាទៅឲ្យត្រឡប់មកវិញអញ្ចឹងនៅពេលដែលឲ្យត្រឡប់មកវិញអភិនិហានគឺការឡើងពីពួកអ្នកទាំងអស់គ្នាពិតហើយព្រោះសម័យដែលខ្ញុំចូលរៀនណាខ្ញុំចំណាយអស់ពេលដែលខ្ញុំធ្លាក់ដល់ចំណុច0ណាចា0អស់0ធ្លាក់ហ្មងខ្ញុំចំណាយ$133ពេលហ្នឹងចាបងខំទៅរៀនចូលរៀនទៀតហើយមានលុយខ្លួនឯងណាចាចង់ការគេដើម្បីទៅបង់លុយចូលរៀនដើម្បីផ្លាស់ប្ដូរជីវិតណា$100ជាងតែខ្ញុំរៀនអស់ច្រើនហើយចាប៉ុន្តែខ្ញុំមិននិយាយទេប៉ុន្តែខ្ញុំចង់និយាយថាការរៀនរបស់ខ្ញុំមិនមែនថាខ្ញុំអត់ចេះខ្ញុំចេះប៉ុន្តែអ្វីដែលសំខាន់បំផុតខ្ញុំហ៊ានធ្វើវានៅពេលអំឡុងពេលដែលខ្ញុំជួបទុកអញ្ចឹងបានខ្ញុំអាចដោះបញ្ហាជីវិតបានចាអញ្ចឹងកូនបងប្អូនដូចគ្នាលាក់ឲ្យផឹកឲ្យផឹងហ្មងពួកខ្ញុំពេលដែលខ្ញុំឲ្យអ្នកទាំងអស់គ្នាទៅវាឲ្យទៅវាអត់បានអីឲ្យអ្នកទាំងគ្នាប៉ុន្តែពេលដែលអ្នកទាំងគ្នាខ្ញុំឲ្យទៅអ្នកទាំងគ្នាឲ្យត្រឡប់មកវិញចក្រវាលនឹងឲ្យអ្នកទាំងគ្នាត្រឡប់មកវិញបានយើងឲ្យទៅឲ្យមកណាបេះដូងអ្នកឲ្យអ្នកផ្ដល់ឲ្យអ្នកចែករំលែកយើងឲ្យគេឲ្យប្តីជាទីស្រឡាញ់ឲ្យកូនជាទីស្រឡាញ់កូនជាទីស្រឡាញ់ប្តីជាទីស្រឡាញ់អ្នកឲ្យយើងត្រឡប់មកវិញអាហ្នឹងចាការកូនមិនសខឿនដាក់សឹមសេអូហ្នឹងតាទៅឃើញមុខចា love you កូនចាអញ្ចឹងពេលដែលយើងដើរមកដល់ចំណុចនេះវាជារឿងមួយដែលអស្ចារ្យបំផុតហើយមួយទៀតតែកូនទាំងអស់គ្នាត្រូវហ្វឹកគឺរស់នៅក្នុងការប្រូក្រាម24ម៉ោងខ្លួនឯងណាគឺត្រូវរៀនរស់ជាមួយនឹងការប្រូក្រាម24ម៉ោងខ្លួនឯងរៀនរស់ឲ្យខ្លួនឯងមិនថាតែមានសម្លេងទាំងអត់សម្លេងឥឡូវខ្ញុំនិយាយរឿងមួយស្ដាប់បានចូលរៀនជាមួយអ្នកម្ដាយផ្លូវចិត្តរបស់កូនរឹងមាំជាងមុនឆ្ងាយណាស់ចានិយាយទៅសរសើរកូនកន្ទីសរសើរមែនសរសើរកូនសរសើរត្រង់ថាអ្វីដែលកូនធ្វើមកដល់ចំណុចនេះគឺធ្វើឲ្យម៉ែមានអារម្មណ៍ថាកូននឹងថឹងហើយកូនដឹងក្តីខ្លាំងជាងមុនចាដឹងក្តីខ្លាំងខ្ញុំនៅធំដឹងក្តីពេញលេញបបោអត់ខ្លួនឯងតួកូនមិនតាន់គេហៅថាអស់ចាដូចកូនខ្លះតាំងខ្ញុំមិនតាន់សមាធិបានអត់ទេតែប៉ុណ្ណឹងវាបានហើយកូនមិនតាន់បានអីណាស់ណាទេសំខាន់ឲ្យតែប៉ុណ្ណឹងទៅបានហើយយើងនឹងធ្វើរាល់ថ្ងៃរឿយៗទៅយើងកាន់តែបានទៅដល់ដឹងខ្លួនចាបានទៅដល់ខ្លួនកុំឲ្យតែយើងធ្វើឲ្យខានធ្វើឲ្យឈប់អាហ្នឹងអត់បានហើយបើសិនជាកូនទាំងអស់គ្នាអត់សមាធិទោះម៉ែនិយាយ10បាយពពុះមាត់ម៉ែនិយាយហើយនិយាយគេក៏កូនធ្វើអត់បានដែរដោយសារកូនអត់មានសមាធិតែដល់ពេលដែលកូនមានសមាធិឃើញទេគឺកូនធ្វើបានតែខ្លួនឯងកូនធ្វើបានតែខ្លួនឯងមិនមែនម៉ែជាអ្នកបរៀនកូនឲ្យធ្វើបានគឺអត់ទេគឺកូនខ្លួនឯងជាអ្នកធ្វើបានតែខ្លួនឯងគ្រាន់តែកូនយល់អ្វីដែលម៉ែនិយាយកូនដឹងពេលដែលកូនសមាធិបបកូនមានប្រាំងចាក់ជីវិតប្រាំងចាក់អូអានឹងខឹងគេតាអូអានឹងអន់ចិត្តគេតាអូអានឹងកើតទុកតាអូអានឹងបាក់ចិត្តតាកូនដឹងព្រាមប្រាំងចាក់បបមកអញអត់ទេបដូរអារម្មណ៍បបទេដោយសារកូននិយាយទៅនៅភាពអស្ចារ្យបំផុតដែលកូនមានគឺកូនជាអ្នកគ្នាជាអ្នកសាងជាអ្នកសាងហើយខ្ញុំនៅតែប្រាប់ពីអាម៉ាត់ថាអ្វីដែលសំខាន់ចម្បងខ្លាំងបំផុតនៅក្នុងជីវិតពុទ្ធព្រះអង្គសន្សំបារមី4អសង្ខ័យកម្រៃមិនសានកាត់តែព្រះអង្គត្រាស់ដឹងសច្ចធម៌ពិតគុណធម៌ពិតនៅក្នុងលោកចក្រវាឡទាំងមូលនេះដើម្បីឲ្យមនុស្សទាំងអស់បានយល់ពីជីវិតស្គាល់ពីជីវិតគឺបែបណាដើម្បីដោះបញ្ហាជីវិតចឹងមិនថារាល់សង្ឃការរបស់ព្រះអង្គគ្រូហមធឿនស្ដាប់ហើយគឺកាត់តែយល់ថាអូជីវិតមនុស្សចិត្តមនុស្សពិបាកទូមានណាខ្លួនឯងនេះពិបាកណាកុហកខ្លួនឯងបោកខ្លួនឯងគ្រប់រឿងទាំងអស់តែមិនបានបោកកុហកល្អទេគឺបោកកុហកអារឿងណាដែលមិនចំណេញតែឥឡូវនេះទាំងនេះមានសតិហើយព្រោះមានការសមាធិជាប្រចាំធ្វើរាល់ថ្ងៃទាំងសុភាមនីធម៌ពុទ្ធទាំងសមាធិតាមដង្ហើមទាំងសមាធិមួយខ្លួនឯងទាំងសមាធិក្នុងការប្រូក្រាមទៀតចឹងសតិគឺមមទៅខ្លាំងទៅជីវិតគឺរីកចម្រើនឲ្យខ្លួនឯងបានអញ្ចឹងបានចូលរៀនជាមួយអ្នកម្ដាយផ្លូវចិត្តកូនទាំងមុំចាកូនអមេរៀន21ថ្ងៃយើងអនុវត្តរាល់ថ្ងៃញញីសប្បាយមួយថ្ងៃលឿនណាស់ម៉ាក់ចានិយាយទៅកញ្ញាធ្វើបានចិត្តកញ្ញាក៏ឆាល់ដែរចាឆាល់កញ្ញានិងកូនធីខុសគ្នាចាកញ្ញាចិត្តគាត់ឆាល់ឆាប់គេហៅថាឆាប់ភ្លើចំបើងឆាល់ឆាប់រលត់តែបើកូនធីចិត្តមើងហ្មងចិត្តមមហ្មងខ្លាំងហ្មងងុំនៅក្នុងចិត្តហ្មងចាចាពីអ្នកហ្នឹងមិនខុសគ្នាទេខុសមួយម៉ែបានទេតែម្យ៉ាងនេះកូនហ្វឹកប្រូក្រាមរហូតដល់យើងអត់បាននិយាយចិត្តក្នុងនិយាយប្រាប់យើងគ្រប់យ៉ាងដែលយើងចង់បានចាដោយសារយើងហ្វឹកបានចឹងមិនថាពេលដែលយើងដើរមកដល់ចំណុចនេះបុណ្យមហាសាលកូនមិនមែនតែកូនទេម៉ែនឹងក៏ដូចគ្នាដែរបុណ្យមហាសាលដែលម៉ែទី1ម៉ែរើសមិនបោះបង់ចោលច្បាប់ស្រុកទាញចាទី2គឺម៉ែរើសនឹងជឿទុកចិត្តលើចក្រវាឡទី3គឺម៉ែបានដើរផ្លូវមួយដែលម៉ែបានដាក់ចុះគ្រប់យ៉ាងហើយដើរតាមផ្លូវកណ្ដូលរបស់គុណព្រះសម្មាសម្ពុទ្ធទៅសមាធិចា
ยังเป็นแม่บ้านสมาธิแม่โยนปีกลุ่นไอ้ดังปีกาดังปีตังเวิร์ดดังปีกำเพียบแม่พิจิมผลักโดกลุ่นไอ้คือก็เอาคนกลุ่นไอ้เนี่ยมาสัญญากลุ่นไอ้เหมือนโดกลุ่นไอ้ก็อัดเงินไทยนี่ได้จ้ะจังเนี่ยตามที่กระโดดนี้เบิกกลุ่นไอ้เหมือนโปรกลุ่นไอ้โกนอัดเงินก็อัดเงินไทยนี่ได้จังมันมีปรับคนไทยอัดเงินไอ้ทงจึงการฝึกสมาธิเลยฝึกสมาธิได้บ้างจ้ะเฟอร์วีรองไงสันกลมจังบ้านไอ้ปีกาสมาธิแต่เติร์ดเฟอร์วีไอ้บ้านสันจ้ะเฟอร์วีไอ้บ้านสันมามองมันตีโอเคจังสำหรับคนบางปอนเนี่ยได้กวาดซัวทางในหลวงหลักพารวยในหลวงได้เต้จังหลักพารวยคือมีโปรโมชั่นกรุ๊ปมุกสำหรับคนบางปอนเนี่ยก็จำบ้านหลักพารวยมันท่าชุดมุกมันท่าชุดล้วนคือยังมีกรุ๊ปมุกบางปอนเนี่ยนะจ้ะคือมีโปรโมชั่นจูนจานน่ะไปพลาดจำเอาให้ต่อตัวซัวนี่นี่ลูกแต่โดยจากนี้เนี่ยจ้ะจังคนเนี่ยได้จังบ้านหลักพารวยมันท่าเลมุกเล็กล้วนเต้คืออาจจะต้องบ้านนะจ้ะคือยังมีโปรโมชั่นจูนโดยเลสโนไวมันก็ป้องกันภัยล้านะบางปอนนะเนี่ยได้จังบ้านสบายสะอาดซอฟต์ลือคลางมาล้มคือปลาเลสโนไวให้ทนายกับมอมก็ยังมีได้มีโปรโมชั่นนะจูนบางปอนเนี่ยจังไม่กับชุดพวกผลิตภัณฑ์ไทยปันไดผลิตภัณฑ์มีน้องสต๊อกนั่งลวกออกสั่นจ้ะจังนะไอ้กรมธรรม์ยมบาลไล่ลวกไอ้อะไรในตลาดได้ตีนะจ้ะโดยยำใหญ่จังลวกตรงกลางดังก้นให้เอาไปในสำคัญสลังผลิตภัณฑ์รวยลวกไอ้บาสันจะมีผลิตภัณฑ์รวยนั่นก็อัดบานสะอาดจังได้จ้ะให้ก็มีบานสกัดเนี่ยอัดนี่อัดบานที่อัดสุดตีนได้จ้ะจังนะจังก็เอาก้นสำหรับก้นอัดเนี่ยได้บานกำมังยังช่วยตีนผลิตภัณฑ์รวยกระมกมันท่าชุดมกมันท่าชุดคล้วนกาแฟยังมีโปรโมชั่นชุดบางคนครบต่างออกเนี่ยนะจ้ะครบโอเคจังเป็นนังจ้าสายยันชุดนี้มันไทม์ไทม์ไม่นำชีเยี่ยมมันเป็นไม่เรียนขนมเขาดอนนอลไอ้รุ่ยร้อนไทม์ไม่นึงเอาคนโจเรียนเนี่ยได้ก็จังโจเรียนชาติมันยมจ้าชาติมันยมให้เตอการทาสัวสันทาคนแบบนาให้ยัยเตอคือนี่ยัยอ่ะคือยมสลับเนี่ยต่างเนี่ยให้คือยมอันเนี่ยต่างเรียนให้ดังทาเธอไม่จำเป็นไอ้ปัญหาต่างเนี่ยบ้างจ้าคนยมคือไอ้จักรวาลจำช่วยบางให้เลยคนต่างเนี่ยได้กำลังทานปอดว่าจักรวาลโอเคจังเป็นนังจ้าครูสบายใจបំផុតនៅពេលដែលកូនសិស្សធ្វើបានញញឹមនៅពេលដែលលឺកូនចៃរំលែកមួយទៀតអាចចង់ចេះកូនឯងដឹងនេះម៉ែពេលដែលឃើញកូនម្នាក់គឺថាបានស្ដាប់សម្លេងអ្នកនរគ្នាមានន័យថាមនុស្សធម្មតានិងមនុស្សច្បាប់សុបទីអត់និយាយថាមនុស្សច្បាប់សុបទីមនុស្សធម្មតានិងមនុស្សដែលមានការសមាធិសូត្រធម៌ពុទ្ធកម្លាំងសម្លេងបដូរធម្មពលសម្លេងបដូរចឹងបើសិនជាស្ដាប់មនុស្សធម្មតាសម្លេងគាត់នៅជាប់ចម្ពាក់នៅស្អិតនៅគឺគាត់មិនអាចសូត្រធម៌ពុទ្ធបានទេគឺកម្លាំងសម្លេងគឺនៅស្អិតជាប់នឹងដួងចិត្តគឺគាត់អាសូត្រដូចខ្ញុំម៉ែនិយាយថាចេះដូចម៉ែបានទៅផ្ទះកូនកញ្ញាម៉ែឲ្យពួកគាត់សូត្រនឹងថាកូនកញ្ញាសម្រាប់តែកូនដែលចូលមកថ្មីកូនកញ្ញាកូនសុពណ៌កូនសុពណ៌ពេលដែលអ្នកដែលអត់នៅធម្មតាសូត្រទេសម្លេងនៅខាងក្រៅហើយសម្លេងស្អិតណាចូលក្នុងអត់រួចទេតែបើគាត់ចូលរួចប៉បចូលរួចហើយប៉ុន្តែក៏មិនទាន់ស្អាតដែរតែអ្នកដែលហ្វឹកយូរទៅសម្លេងស្អាតសម្លេងស្អាតសម្លេងមានធម្មពលសម្លេងគឺពោពេញទៅដោយគេហៅថាសេចក្តីល្អនៅក្នុងសម្លេងអញ្ចឹងគឺអស្ចារ្យណាម៉ែស្ដាប់ឃើញកូនៗមកនេះអាចចាប់ដើមបដូរសម្លេងតែគាត់មិននិយាយចាំថ្ងៃទី11ចាំប្រាប់អូខេអញ្ចឹងថ្ងៃ11អរគុណច្រើនចាំមិននឹងជម្រាបលាកូនៗអរគ្នាយើងជួបគ្នានៅថ្ងៃស្អែកណាបើជាស្អែកក៏ម៉ែបាន live ស្អែកក៏ខាន់ស្អែកអីចឹងទៅតែម៉ែនឹងបាន live ដោយសារស្អែកអត់មានតរៈតាណាចាំមើលសិនណាចឹងអរគុណច្រើនជម្រាបលាជូនពរកូនៗហើយស្អែកជោគជ័យគ្រប់យ៉ាងទាំងអស់គ្នា love you